ថ្ងៃនេះយើងចូលខមទី2ថ្ងៃទី1អញ្ចឹងយើងចូលមេរៀនថ្មីដែរយើងចូលចំណងជើងមេរៀនធំទី4ពួកយើងស្ដាប់សំឡេងគ្រូនិយាយលឺឯងមានអ្នកឆ្លើយលើលោកគ្រូអូខេអញ្ចឹងនៅក្នុងមេរៀនទី16យើងនេះយើងនិយាយអំពីមូលដ្ឋានគ្រឹះសម្រាប់ការពិសោធន៍ static របស់គ្រឿងផ្គុំសំណង់អញ្ចឹងចំណងជើងទី1គឺប្រភេទជើងទម្រជើងទម្រនោះតាមពិតដូចកៅអីអញ្ចឹងយើងអង្គុយលើកៅអីអញ្ចឹងវាមានជើង4ណាអញ្ចឹងអាជើង4ហ្នឹងគេហៅជើងទម្រកៅអីតុអញ្ចឹងណាតុមានជើង4អញ្ចឹងអាជើងតុ4ហ្នឹងគេហៅថាជើងទម្រអញ្ចឹងតុនឹងកៅអីនឹងរឹងមាំលុះត្រាតែអាជើងទម្រហ្នឹងវារឹងមាំដែរយើងសកត់លើវាទៅយើងអង្គុយលើវាទៅវាអត់ងាកអត់កោងអត់វាចអញ្ចឹងអាហ្នឹងសត្វតែគេកណនីតាម static ទាំងអស់អំពីទម្ងន់ដែលយើងត្រូវប្រើដើម្បីសកត់ទៅលើកៅអីហ្នឹងហើយគេត្រូវការជើងកៅអីហ្នឹងទំហំប៉ុណ្ណាដើម្បីឲ្យទ្រទម្ងន់ហ្នឹងបានអាគារក៏អញ្ចឹងដែរអាគារត្រូវទទួលកម្លាំងពីខាងក្រៅកម្លាំងពីខាងក្រៅហ្នឹងចង់និយាយថាបើយើងនិយាយពីខាងក្រៅអាគារហ្មងវាមានកម្លាំងខ្យល់វាមានការរង្គើដោយយានយន្តបើកបរវាមានការរង្គើដោយបាតុភូតធម្មជាតិអាហ្នឹងគឺជាកម្លាំងខាងក្រៅគឺយើងត្រូវរួមផ្សំយើងគិតទាំងអស់កម្លាំងខាងក្រៅមួយទៀតគឺការប្រើប្រាស់អាគារនឹងឧទាហរណ៍ថាយើងធ្វើអាគារមួយសម្រាប់រស់នៅអញ្ចឹងគេហៅថាអាគារសម្រាប់រស់នៅធម្មតាអញ្ចឹងគឺយើងធ្វើសម្រាប់យើងមានបន្ទប់គេងដាក់គ្រែដាក់តុដាក់កៅអីដាក់សាឡុងហើយយើងមានមនុស្សនៅលើនឹងអាហ្នឹងហើយគេហៅថាកម្លាំងខាងក្រៅប៉ុន្តែផ្នែកខាងក្នុងអាគារអញ្ចឹងគោលបំណងអាគារនីមួយៗហ្នឹងគឺគេចង់ធ្វើអាគារសាងសង់អាគារដើម្បីអីហ្នឹងគោលបំណងហ្នឹងមានតែពួកយើងអ្នកគូទៅដែលដឹងណាមានន័យថាយើងគូវិឡាយើងគូផ្ទះល្វែងយើងគូហាងលក់ទំនិញយើងគូផ្សារទំនើបយើងគូសាលប្រជុំយើងគូមន្ទីរពេទ្យអានឹងគ្រូខាងរោងជាងខាង workshop ហ្នឹងគាត់បញ្យល់ពួកយើងអំពី concept នីមួយៗដើម្បីគូអាគារប៉ុន្តែក៏អត់ដឹងថាក៏ដឹងថាត្រូវធ្វើធ្នឹមនឹងប៉ុណ្ណាដើម្បីត្រអាគារនឹងរួចទេអត់ដឹងថាធ្វើ slab ប៉ុណ្ណាអត់ដឹងធ្វើសសរប៉ុណ្ណាអត់ដឹងធ្វើគ្រឹះប៉ុណ្ណាអញ្ចឹងអាការដែលកំណត់ទំហំរបស់គ្រឿងផ្គុំសំណង់ទាំងអស់ហ្នឹងគឺជាមុខងាររបស់អ្នក static ហើយបើយើងអត់ចេះវាគឺយើងមិនអាចគូអាគារបានទេអញ្ចឹងគឺយើងត្រូវចេះវាដែរប៉ុន្តែយើងគ្រាន់តែដឹងអំពីទំហំច្បាស់លាស់មួយមិនបាច់ឈានទៅដល់កណនីរបរិមាណបេតុងបរិមាណខ្សាច់ឬក៏យើងត្រូវគិតថាគេចងដែកមិនវាយពុំមិនអាហ្នឹងគឺជាមុខងាររបស់អ្នក static ប៉ុន្តែដល់ពេលនៅស្រុកយើងនៅស្រុកគេអត់គិតអញ្ចឹងតែស្រុកយើងត្រូវគិតជាងកាលពួកយើងចេញទៅធ្វើការគេទាមទារឲ្យយើងចេះមើលកាលដ្ឋានមើលគេធ្វើសសររបៀបម៉េចវាយពុំរបៀបម៉េចអញ្ចឹងគេធ្វើសសរនោះឲ្យត្រង់របៀបម៉េចគេចងដែករបៀបម៉េច
អាហ្នឹងគឺជាជំនាញរបស់ពួកយើងដែរប៉ុន្តែអ្នកដែលទទួលយើងធ្វើការហ្នឹងគេចង់ឲ្យយើងចេះអាហ្នឹងដែរដើម្បីកុំឲ្យគេខាតការរមនុស្សម្នាក់ទៀតដើម្បីមកមើលអាការងារហ្នឹងអញ្ចឹងភាគច្រើនពួកយើងជាអាសិចហ្នឹងចេញទៅធ្វើការគឺយើងចេះទាំងគូប្លង់យើងចេះទាំងការមើលការដ្ឋានអ្នកខ្លះឈានទៅដល់ចេះទាំងគណនាប្លង់ទៀតនេះមានអាសិចពួកយើងខ្លះចេញទៅគាត់ទៅរៀនខាងវិស្វករថែមមួយទៀតដើម្បីគាត់ធ្វើខ្លួនឯងទាំងអស់បានមានខ្លះប៉ុន្តែមិនច្រើនទេអូខេអញ្ចឹងអាគារត្រូវទទួលកម្លាំងពីខាងក្រៅដែលគ្រូនិយាយមិញហ្នឹងបន្ទាប់មកវាត្រូវទទួលទម្ងន់ផ្ទាល់ខ្លួនរបស់វាទម្ងន់ផ្ទាល់ខ្លួនហ្នឹងមានន័យថាដោយពួកយើងបានរៀនមេរៀនមុនអញ្ចឹងឆ្លងមេទី1ហ្នឹងសសរបណ្ដាលមានទម្ងន់ប្រមាណអញ្ចឹងអាទម្ងន់ផ្ទាល់ខ្លួនវាហ្នឹងក៏វាត្រូវត្រខ្លួនវាដែរណា slab មួយការ៉េមានទម្ងន់ប្រមាណដែលគ្រូប្រាប់ពួកយើងហ្នឹងណាហើយនឹងធ្នឹមនីមួយហ្នឹងបើមានប្រវែងប៉ុណ្ណឹងតែយើងយកមកកាត់ប៉ុណ្ណាពួកយើងមិនរួចភ្លេចអស់ណាអញ្ចឹងពេលគ្រូប្លង់គឺត្រូវយកគំនិតហ្នឹងមកប្រើមិនមែនយើងរៀនឲ្យចោលទេណាឥឡូវគ្រូមើលកែឌីប្លូមមួយថ្ងៃនេះឃើញពួកយើងអត់ចេះគូតាំងពីអញ្ចាំងឡើងផងហ្នឹងអត់ចេះគូសសរផងហ្នឹងហើយចេញធ្វើឌីប្លូមហើយចិត្តចប់ហើយនៅសល់មួយខែពីរខែទៀតចប់អត់ដឹងអញ្ចាំងគេធ្វើវាមិនអត់ដឹងសសរធ្វើវាមិនជាទូទៅគឺជញ្ជាំងវាត្រូវភ្ជាប់ជាមួយនឹងសសរបើអត់មានសសរភ្ជាប់ជញ្ជាំងទេជញ្ជាំងហ្នឹងអត់រឹងមាំទេវាអាចរលំណាអញ្ចឹងគាត់គូជញ្ជាំងផ្សេងទៅគាត់គូសសរផ្សេងទៅហើយបន្ទប់ខ្លះមានសសរនៅកណ្ដាលបន្ទប់ក៏មានព្រោះអត់យល់មិនដឹងថាគាត់ចង់គូអីហើយគាត់រៀន5ឆ្នាំហ្នឹងគាត់រៀនអីខ្លះអូខេអាហ្នឹងគឺជាការរៀបចំរបស់ពួកយើងហើយគ្មាននរណាមកប្រាប់ពួកយើងទេឥឡូវយើងមានបន្ទប់គេងមួយយើងចង់បានសសរនៅកណ្ដាលបន្ទប់គេងអត់ឧទាហរណ៍អត់មានណាចង់ចឹងទេអញ្ចឹងហើយណាអញ្ចឹងសសរហ្នឹងទៅតាណាអញ្ចឹងបើអត់ឃើញសសរហ្នឹងវាត្រូវនៅក្នុងជញ្ជាំងនៅជាប់មួយនឹងជញ្ជាំងដែលវាមិនរំខានដល់ប្រទេសដែលយើងរស់នៅប្រទេសដែលយើងប្រើប្រាស់អូខេតទៀតអាហ្នឹងគូបន្ថែមតិចឲ្យពួកយើងចាប់អារម្មណ៍ណាគ្រឿងផ្គុំសំណង់ទាំងអស់ដែលបង្កើតឡើងបែរតែគ្រឿងផ្គុំសំណង់ទាំងអស់ដែលគូនិយាយហ្នឹងគឺមានគ្រឹះមានសសរមានធ្នឹមមានស្លែបហ្នឹងគឺមិនត្រូវឲ្យវាប្រែប្រួលទម្រង់ទេមានន័យថាអាគាររបស់យើងហ្នឹងគឺសសរហ្នឹងមិនអាចកោងបានទេពេលប្រើប្រាស់វាប៉ុន្តែបើគេមានគំនិតថាធ្វើសសរនឹងកោងគេធ្វើបានប៉ុន្តែបើវាកោងអញ្ចឹងឲ្យកោងអញ្ចឹងរហូតអត់មានឲ្យកោងថែមទៀតក្រោយពីយើងប្រើប្រាស់វាណាបើសសរនឹងវាត្រេតបើយើងចង់បានសសរនឹងត្រេតយើងគូត្រេតប៉ុន្តែឲ្យនៅត្រេតអញ្ចឹងរហូតចង់និយាយថាមិនឲ្យប្រែប្រួលទម្រង់ក្រៅពីដែលយើងចង់បានទេមិនមែនថាយើងចង់បានត្រង់ទៅពេលសោះឲ្យទៅជាត្រេតអាហ្នឹងខុសហើយអាហ្នឹងគឺខុសពីលក្ខខណ្ឌរបស់ការប្រើប្រាស់គ្រឿងផ្គុំសំណង់អាគារនឹងមានបញ្ហាហើយអញ្ចឹងការផ្លាស់ប្ដូរទម្រង់ដោយកម្លាំងដែលមានអំពើលើវាគួរតែគូនិយាយហ្នឹងណាអូខេអាហ្នឹងពួកយើងអាចអានអត្ថបទនឹងថែមបានអញ្ចឹងគ្រឿងផ្គុំសំណង់ដែលយើងបានគូដែលយើងបានធ្វើហ្នឹងគូឲ្យធ្វើហ្នឹងគឺមិនត្រូវឲ្យខូចខាតផ្នែកណាមួយដោយឥទ្ធិពលរបស់បន្ទុកដែលសកត់លើវាចង់និយាយថាមិនឲ្យវាខូចនៅពេលដែលយើងប្រើប្រាស់អាគារហ្នឹងឯងអញ្ចឹងគ្រឿងផ្គុំសំណង់ទាំងអស់ហ្នឹងត្រូវតែមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ឧទាហរណ៍ថាយើងគូអាគារសម្រាប់ធ្វើផ្ទះរស់នៅធម្មតាអញ្ចឹងកាលណាយើងចូលរស់នៅធម្មតាយើងមានអីវ៉ាន់ដាក់ចូលជារឿងធម្មតាគឺត្រូវឲ្យតែយើងប្រើប្រាស់ទៅតាមអាគម្រោងដែលយើងបានគូហ្នឹងគឺវាត្រូវតែមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់
ប៉ុន្តែបើយើងគូអាគារសម្រាប់រស់នៅធម្មតាប៉ុន្តែយើងបែរទៅយកវាទៅធ្វើជាឃ្លាំងដាក់ទំនិញវិញអាហ្នឹងអាគារហ្នឹងអាចមានបញ្ហាហើយបើកាលណាការប្រើប្រាស់អាគារហ្នឹងខុសពីគម្រោងនៃការគូអាហ្នឹងគឺជាកំហុសរបស់អ្នកប្រើប្រាស់មិនមែនកំហុសរបស់យើងទេណាព្រោះអាគារដែលយើងគូយើងសង់ហ្នឹងកាលណាមានបញ្ហាគឺគេហៅយើងទៅសួរនាំឲ្យគេហៅយើងទៅពន្យល់ឲ្យមិនបានអាគារទៅជាអញ្ចឹងហើយបើសិនកំហុសរបស់យើងត្រូវទទួលខុសត្រូវហើយទទួលខុសត្រូវហ្នឹងគឺយើងទៅសងគេយើងទៅជាប់គុកណាបើកាលណាមានមនុស្សស្លាប់អញ្ចឹងមុខជាសំណងមិនមែនស្រួលទេណាវិជ្ជបណ្ឌិតចាក់ថ្នាំមកបញ្ជុលខុសអាចស្លាប់អ្នកជំងឺតែម្នាក់ឯងប៉ុន្តែពួកយើងហ៊ានតែធ្វើអាគារខុសមួយងាប់មកអាគារហ្នឹងមកអញ្ចឹងអាការរៀបចំគ្រឿងផ្គុំសំណង់សម្រាប់អាគារនីមួយៗហ្នឹងគឺសំខាន់ណាស់អត់មានឲ្យយើងប្រហែសបានទេអត់មានឲ្យយើងចេះតែធ្វើលំតាមចិត្តយើងនឹកឃើញបានទេគឺត្រូវតែមានបច្ចេកទេសគ្រប់គ្រាន់នៅក្នុងការធ្វើអូខេអញ្ចឹងដើម្បីឲ្យគ្រឿងផ្គុំសំណង់នៅក្នុងផ្ទៃរាបមួយគ្មានចលនាហ្នឹងចង់និយាយថាអាគារយើងមិនអាចយើងឡើងទៅវាអង្គើចុះអង្គើឡើងដូចស្ពានទេណាអាគារយើងគឺត្រូវតែមានចលនាត្រូវតែគ្មានចលនាហើយអាគារដែលយើងផ្ទៃដែលយើងប្រើប្រាស់ហ្នឹងគឺជាផ្ទៃមួយដែលរាបស្មើយើងមិនអាចដាក់គ្រែគេងនៅផ្ទៃណាមួយត្រេតបានទេអញ្ចឹងហើយបានគូនិយាយថាដើម្បីឲ្យគ្រឿងផ្គុំសំណង់ក្នុងផ្ទៃរាបមួយគ្មានចលនាលុះត្រាតែគ្រឿងផ្គុំសំណង់ទាំងអស់នោះស្ថិតនៅក្នុងផ្ទៃរាបថេរផ្ទៃរាបថេរហ្នឹងគឺវារឹងមាំមួយដែលផ្ទៃរាបថេរនោះគឺនៅលើជើងតម្ររឹងមាំណាអញ្ចឹងអាផ្ទៃរាបថេរហ្នឹងដូចស្លែបយើងមួយនៅលើសសរអញ្ចឹងណាអញ្ចឹងទី1ដើម្បីឲ្យសសរនឹងទ្រស្លែបបានលុះត្រាតែស្លែបហ្នឹងវាថេរសិនវារឹងមាំសិនអញ្ចឹងហើយបើសិនជាសសរស្លែបហ្នឹងអត់រឹងមាំយើងគ្រាន់ធ្វើឲ្យដោះតែពុំចេញស្រាប់បាក់ស្លែបនឹងក្រឹបអញ្ចឹងសសរនោះបានអីត្រវាអត់មានអីត្រហើយណាអូខេតទៅនឹងពួកយើងយល់គូនិយាយនេះគ្រាន់ជាការចាប់ផ្ដើមណាឥឡូវមាននិស្សិតរៀនសងចូលរួមឯព្រោះថ្នាក់ហ្នឹងគូឃើញមានលោកគ្រូមានអូខេអញ្ចឹងពេលរៀន1ម៉ោងហ្នឹងសូមកត់ចំណងជើងចូលទៅក្នុងអាกระดาษដែលពួកយើងបានយកពីសាលាមកប៉ុណ្ណាពួកឆ្នាំចប់មាសមុនគេរករឿងគ្រូដោយសារពួកយើងអត់បានកត់អាហ្នឹងអញ្ចឹងពេលដែលចប់ឆមាសគ្រូត្រូវសញ្ញេនៅគ្រប់ម៉ោងដែលពួកយើងរៀនទាំងអស់ហើយនឹងយកលិខិតអនុញ្ញាតប្រឡងសងឲ្យគ្រូពេលប្រឡងចប់ពេលរៀនចប់ណាតែអញ្ចឹងគេអត់ទទួលស្គាល់ការរៀនសងរបស់យើងទេអញ្ចឹងពួកយើងកុំភ្លេចណាភ្លេចទៅសេអត្ថបទដែលគ្រូផ្ញើទៅហ្នឹងហើយគ្រូពង្រៀនហ្នឹងមានអីខ្លះរៀនបានប៉ុណ្ណាកត់ប៉ុណ្ណឹងទៅមិនកត់ច្រើនណាកត់តែចំណងជើងត្រួសដូចជាទីហោដូចជា4មូលដ្ឋានគ្រឹះសម្រាប់ការពិសោធន៍ static របស់គ្រឿងគុំសំណង់បន្តមក 4.1 ប្រភេទជើងតម្រប៉ុណ្ណឹងបានហើយបន្តទៅទីថាដល់ 4.2 យើងកត់មួយទៀតទៅនេះតើណាជប់គុំនេះតែនេះណា 4.2 អញ្ចឹងប្រភេទគ្រឿងគុំយើងកត់មួយទៀតទៅបើសិនជាថ្ងៃហ្នឹងរៀនដល់ហ្នឹងណាអូខេបើថ្ងៃហ្នឹងមានតទៀតក៏មានទៅបើអត់ទេគឺចប់ទៅហ្នឹងទៅអូខេយើងតទៀតឥឡូវដល់តំណែងពួកយើងយល់ស្អីដែលគ្រូបាននិយាយបើអត់យល់សូមសួរសិនយកឃើញកូនជោគចូលហ្នឹងហើយចូលតើលោកគ្រូចូលនៅលើក្រែឡើយដឹងសំឡេងអញ្ចឹងអត់ទេលោកគ្រូឈឺកអូខេសំទោសគូនិយាយលេងអញ្ចឹងរៀននៅផ្ទះអញ្ចឹងហេងណាបើទៅសាលាឆ្លងគេឆ្លងអាយនេះ
អូខេគេបែងចែកប្រភេទតម្រនិងប្រភេទជើងតម្រផ្សេងបាទហើយជើងតម្រហ្នឹងគេបែងចែកវាតទៀត ទី1គឺលទ្ធភាពមានចលនានៃគ្រឿងផ្គុំសំណង់បិទជិតនៅលើជើងតម្រទី2ការកំណត់សកម្មភាពកម្លាំងទប់នៅជើងសសរជើងសសរបានជើងតម្រក៏បានដែរនេះណាអូខេអញ្ចឹងគ្រឿងផ្គុំសំណង់យើងមានគ្រឿងផ្គុំសំណង់ចំហហើយនិងគ្រឿងផ្គុំសំណង់បិទជិតចែកចេញជា2ណាចាំដល់នឹងចាំគូពន្យល់ពួកយើងម្ដងទៀតអញ្ចឹងពួកយើងត្រូវដឹងថាពេលណាដែលយើងត្រូវបង្កើតគ្រឿងផ្គុំសំណង់បិទជិតហើយពេលណាដែលយើងត្រូវបង្កើតគ្រឿងផ្គុំសំណង់ចំហអញ្ចឹងគ្រឿងផ្គុំសំណង់ទាំងអស់យើងសំណង់ទាំងអស់នៅក្នុងផ្ទៃរាបហ្នឹងវាអាចរំកិលក្នុងទិសដៅ2ភាគច្រើនតែ2ដោយសារជើងតម្រូវនៅរឹងមាំអញ្ចឹងវាអាចរំកិលទៅឆ្វេងទៅស្ដាំទៅមុខទៅក្រោយតែប៉ុណ្្នឹងឯងណាឬក៏យើងអាចនិយាយបានថាវាអាចរំកិលលើ AX ហើយនឹងវាអាចរំកិលលើ AY ប៉ុន្តែវាអាចវិលជុំវិញសសរនឹងបានឧទាហរណ៍ឥឡូវគូបាត់ពួកយើងមើលផ្លែណាអូខេឥឡូវនេះគឺជាសសរមួយក៏គូសសរ2បានណាអានេះជន់ខាងក្រោមយើងមិនគិតទេណាចេះនេះធ្នឹមនៅពីលើវានៅពីលើវាអញ្ចឹងធ្នឹមហ្នឹងវាអាចមានចលនាអញ្ចេះវាអាចមកអញ្ចេះឬក៏អាចមកអញ្ចេះអញ្ចឹងវាអាចទៅមកឆ្វេងស្ដាំនៅលើសសរហ្នឹងឬក៏វាអាចមានចលនានៅលើអញ្ចេះវិញមកអញ្ចេះឬក៏មកអញ្ចេះក៏អញ្ចឹងយើងធ្វើម៉េចដើម្បីទប់សសរទប់ធ្នឹមហ្នឹងកុំឲ្យមានចលនាបន្ទាប់មកវាអាចវិលជុំវិញអាសសរហ្នឹងកណ្ដាលមានកម្លាំងណារុញវាណាកម្លាំងរុញវាចំពីមុខពីចំហៀងណាអញ្ចឹងអាហ្នឹងវាអាចវិលបើថានេះសសរអញ្ចឹងវាអាចវិលជាមួយសសរអញ្ចឹងសញ្ញាកោហ្នឹងគឺជាសញ្ញាវិលណាដូចយើងកាន់ប៊ិចមួយអញ្ចឹងយើងពង្វិលវាជុំវិញដៃយើងណាឬក៏យើងយកប៊ិចមកដាក់កងលើម្រាមដៃយើងមួយយើងពង្វិលវាទៅពង្វិលនៅលើផ្ទៃរៀបមួយទៅនឹងហើយវាវិលហើយចឹងនឹងហៅវិលជុំវិញអាក់មួយចឹងអូខេអញ្ចឹងដោយសារវាមានចលនានៅលើអាក់2ហើយវាវិលនៅលើអាក់1អញ្ចឹងវាអាចបង្កើតអាញាត់កម្លាំងទាំងអស់3អញ្ចឹងបើវាបង្កើតបានអាញាត់កម្លាំង3ជើងតម្រមាន3ប្រភេទដែរឥឡូវយើងមើលជើងតម្រប្រភេទទី1គេហៅជើងតម្រមានចលនាភាសាអង់គ្លេសគេហៅ articulated support ហ្នឹងជើងតម្រណាអញ្ចឹងជើងតម្រប្រភេទនេះគឺវាជាប់នៅលើ AY បើថាគេបង្កើតវានៅលើដុំមូលឬក៏តំណប់មួយណាដូចនឹងរូបមួយនេះណាគូចង់និយាយថាអានេះជាផ្ទៃដែលជើងតម្រយើងនេះយើងមើលរូបទី4មួយនេះណានេះផ្ទៃជើងតម្រអានេះធ្នឹមនេះអញ្ចឹងធ្នឹមនេះអញ្ចឹងវាអាចមកខាងឆ្វេងអាចមកខាងស្ដាំអាសញ្ញាពូជនេះសញ្ញាដែលមានទិសដៅណាមកឆ្វេងមកស្ដាំឬវាអាចកោងចុះកោងឡើងស្គាត់លើដៃនេះពេលថាបើយើងលើកនេះឡើងទៅអញ្ចឹងវាកោងមកវាទុនវាមកកោងបើយើងលើកខាងនេះវាមកខាងនេះអញ្ចឹងវាចលនាអញ្ចឹងណា
ហើយដល់មួយនេះដូចនេះចឹងរំកល់នេះអានេះគឺជារូបភាពដែលគេអាចធ្វើអញ្ចឹងប៉ុន្តែនេះគឺជានិមិត្តសញ្ញាដែលយើងតាំងវានេះអញ្ចឹងкогдаយើងមាននិមិត្តសញ្ញាអញ្ចឹងគឺជើងតម្រហ្នឹងវាគឺជើងតម្រមានចលនាអញ្ចឹងជើងតម្រមានចលនាហ្នឹងគឺជើងតម្រជាប់នៅលើអមួយអញ្ចឹងគូចង់បញ្យល់អាហ្នឹងពួកយើងនៅលើរូបនេះមួយទៀតម្ដងទៀតឧបមាថាយើងមានសសរមួយយើងសសរមួយទៀតបន្ទាប់មកយើងមានធ្នឹមមួយសូមចាំតិចធ្នឹមយើងវែងចាស់នេះដូរពណ៌បានចឹងអញ្ចឹងពួកយើងឃើញធ្នឹមនិងសសរហ្នឹងវាកងគ្នាកន្លែងនេះតែពុទ្ធសរយើងអស់ទៅនេះអញ្ចឹងហើយសអស់ទៅហ្នឹងអញ្ចឹងធ្នឹមហ្នឹងវាអាចកិលវាអាចកិលឆ្វេងស្ដាំមិនចេះវាអាចមកខាងនេះអាចមកខាងនេះវាកិលនៅលើជើងសសរខាងឆ្វេងហ្នឹងវាអាចកិលចេះវាអាចកិលចេះប៉ុន្តែកិលហ្នឹងមិនមែនកិលច្រើនកិលតិចដែលយើងមើលសឹងតែមិនដឹងតែយើងមើលអត់ឃើញឆ្លក់ទឹកប៉ុន្តែធ្នឹមហ្នឹងมันអាចធ្លាក់ពីលើសសរបានទេដោយសារធ្នឹមហ្នឹងវាធ្ងន់ផងហើយវាកងលើសសរអញ្ចឹងដោយសារធ្នឹមហ្នឹងវាមានចលនានៅលើ AX អញ្ចឹងវាជាប់ទៅលើ AY នេះនេះ AX នេះនេះ x បូកនេះ x ដកណាអញ្ចឹងនេះ AY យើងនេះអញ្ចឹងធ្នឹមយើងវាជាប់នៅលើ AY នឹងតែមួយឯងអញ្ចឹងបើអាហ្នឹង x y អញ្ចឹង z វាមកចំបាញ់ចំយើងមើលមកនេះអូខេអញ្ចឹងអាជើងតម្រប្រភេទហ្នឹងគេហៅថាជើងតម្រទី1គឺជើងតម្រដែលមានចលនាអញ្ចឹងបានន័យថានិមិត្តសញ្ញាវាគេគូអានេះធ្នឹមបន្តមកនេះរង្វង់មូលមួយគេគូសញ្ញាត្រីកោណមួយទូដាក់វាក្រាស់តិចគូមកខាងណាអញ្ចឹងកណ្ដាលមានចលនាគេថែមអាឆ្នោតនេះមួយទៀតនេះយេអញ្ចឹងធ្នឹមហ្នឹងបើសិនជាយើងឃើញធ្នឹមដែលមានតម្រងអញ្ចឹងគឺធ្នឹមហ្នឹងអាចមានចលនាមកខាងនេះអាចមានចលនាមកខាងនេះប៉ុន្តែធ្នឹមហ្នឹងมันអាចធ្លាក់ចុះពីលើសសរហ្នឹងចុះឡើងដកលើឡើងលើជាបានទេជាប់ហើយអញ្ចឹងនៅលើ AY ហ្នឹងជាប់ហើយពួកយើងយល់គោលនិយាយកន្លែងហ្នឹងបាក់ទីណាគូចង់ប្រាប់ពួកយើងថាឆមាសទី2ហ្នឹងពិបាកជាងឆមាសទី1ពី3ទៅ4ដង
ចឹងបើពួកយើងរៀនឲ្យឈប់អ្នកណារៀនឲ្យអត់ចូលអ្នកណាគាត់ទៅបើកទូរស័ព្ទចោលប្រហែលជាពិបាកហើយទោះតែយើងតាមមកជាប់ម៉ោង static គឺត្រូវរៀនគ្រប់ម៉ោងទាំងអស់មិនចេះមិនងាយយើងរៀនឈប់រវល់មួយថ្ងៃពីរថ្ងៃចាំមកវិញចាំយើងសុំគេច្រឡងរៀនយើងមើលអត់យល់ទេណាអូខេឥឡូវគូចង់បញ្យល់ពីមូលហេតុដែលធ្នឹមនឹងអាចមានចលនាបានទី1យើងចាក់សសរហើយគូសរនេះខ្លីណានេះសសរគេចាក់ហើយនេះអញ្ចឹងនៅក្នុងសសរនោះមានដែកឧបមានេះជាន់ក្រោមអញ្ចឹងណាជាងគូខ្លីបាននេះនៅក្នុងសសរនោះមានដែកគេនឹងគឺគេដាក់សគូវាគេដាក់វាឲ្យផុតសសរនឹងមកចេះបើពួកយើងជិះម៉ូតូជិះឡានតាមផ្លូវឃើញការដ្ឋានសំណង់យើងឃើញដែកនឹងឆ្កឹងចេះហើយបន្ទាប់មកមានសសរនឹងបេតុងនឹងខាងក្រោមណាគូសុំកលវាមកក្រោមបន្តិចដើម្បីឲ្យមានកន្លែងច្រើនចាំតិចមិនមួតបានចឹងអូខេអញ្ចឹងដែកហ្នឹងវាមានចំនួនតិចឬក៏ច្រើនវាទៅតាមទម្ងន់ដែលសសរហ្នឹងត្រូវទទួលអញ្ចឹងក៏គូតែប៉ុណ្្នឹងណាតែបើយើងមើលពីលើយើងឃើញថានេះសសររបស់យើងមកកាត់វាបើយើងពុះសសរកាត់ឆ្លងមកកាត់ណានេះសសររបស់យើងណានេះដែករបស់យើងអញ្ចឹងដែកតិចបំផុតនៅក្នុងសសរហ្នឹងគឺមាន4ដើមអត់មានក្រោម4ដើមទេ4ដើមចេះណាហើយមានដែកព័ទ្ធជុំវិញនឹងមួយជាន់ទៀតដើម្បីទប់ដែកទាំង4ហ្នឹងឲ្យមានលំនឹងហ្នឹងគេហៅដែកកងហ្នឹងភាសាអង់គ្លេសហៅ stirrup ខ្មែរយើងហៅដែកកងភាសាជាងខ្មែរគេហៅទយេនឹងពាក្យបារាំងប៉ុន្តែយើងហៅដែកកងដល់ច្បាស់ជាងណាដែកកងភាគច្រើនគេប្រើដែកមូលហើយនឹងដែក4ដើមហ្នឹងគេប្រើដែកថ្នាំងអំពៅដែកថ្នាំងអំពៅដែកដែលមានរាងចេះវាមូលហើយមានឆ្នោតចេះពួកយើងប្រហែលជាធ្លាប់ឃើញណាអញ្ចឹងដែកហ្នឹងគឺមានដែកថ្នាំងអំពៅហ្នឹងវាមានចាប់ពី10លីរហូតដល់គួរ recommend ឲ្យប្រើត្រឹមតែ25បាទមានមកកាត់10ដល់25មីលីម៉ែត្រដែលខ្មែរយើងហៅ10លី210លី410លីណាអាហ្នឹងគេគិតជាមីលីម៉ែត្រហើយអូខេអញ្ចឹងបន្ទាប់មកគេចាក់ធ្នឹមនៅពេលសសរនៅហ្នឹងគេចាក់ធ្នឹមកងលើសសរហ្នឹងអញ្ចឹងនៅពេលដែលគេចាក់ធ្នឹមហ្នឹងបានសសរហ្នឹងវារឹងហើយអញ្ចឹងអាធ្នឹមនៃគេចាក់ហ្នឹងវាអត់មានអីជាប់មួយនឹងសសរហ្នឹងទេវាគ្រាន់តែកងលើសសរណានេះធ្នឹមយើងនេះធ្នឹមយើងហើយអាដៃហ្នឹងក៏វាទៅលើទៀតដែរវែងទៀតដើម្បីទុកសគូសសរផ្សេងទៀតសសរតទៅលើទៀតណាអញ្ចឹងបើគេគ្រាន់តែកងសសរហ្នឹងលើធ្នឹមអញ្ចឹងអាហ្នឹងជើងតម្រហ្នឹងគេហៅថាជើងតម្រមានចលនានេះកន្លែងនេះកន្លែងហ្នឹងគឺចង់និយាយកន្លែងនេះអញ្ចឹងធ្នឹមហ្នឹងអាចកិលមកឆ្វេងមកស្ដាំអាចកិលបានវាកិលហ្នឹងមិនមែនចង់និយាយថាយើងមើលឃើញរត់ត្រយមកស្ដាំរត់ត្រយទៅឆ្វេងមិនមែនអញ្ចឹងណាវាកិលក្នុងករណីដែលវារីកមៀតណាតែបើយើងកណនីខុសអាចធ្នឹមហ្នឹងធ្លាក់ពីលើជើងសសរហ្នឹងបាន
ok chân chân tụm rô miên trò ná nó cái cu vi tam vị thi tràn cái cu chân phó cu thật lây lây bán này rồi cái cu vi miên lây phải là cái cu chạy cái cu chạy chân ở bên nó đôi kia đó nó là cái cu chạyสำหรับchân gió cái cu chạy chân bây giờ mơ rú bây giờ vĩnh nhưng khơi nhẹ chúng ta cái cu chế 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 chân bài thà này sờ này thân mình anh ấy sờ đấyเป็นได้ซอสำหรับระบารามบอกกรุงเนี่ยยังมาทำกี่เจนเปิดเนี่ยยังโครงการในนั้นวิอาจมีทำมวยใบจังทำมวยใบจังให้วิอาจมีจังซอจราวิอาจจะนั่งมวย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 เนี่ยให้กำเลียดเวียนนั้นคือยังโยจะตามกำรงพลังในยังกูจังบัสันจีทำนั้นวิมีจราจังจังไกลนั้นคือเนี่ยซอนั้นทำนี้เนี่ยได้กูเปียมันจังนะทำนี้ทำนี้ทำนี้นั่นทำนี้จังอาจได้สำเนียบได้ยังตกหลังตะเลินนั่นคือเวียนได้จังไงไปเจงพอดวิซอนั่นจังไงข้างกลางกวดกูนะอันนี้คือได้ได้คือเตรียมตกสำหรับจะซอต่อตะเลินติดกูยังมืออยู่เลยได้กูนั่นแต่เปิดอัดทำนั้นอัดทำนั้นเวียนได้มีสลับจ็อบมือนั่นนะเนี่ยแต่เปิดเวทจะเตอร์กี่จังไงไปยังกูซีดีอ่ะจะนั่งจะเตยบอสสลับเนี่ยเตยเนี่ยไอ้ทำนั้นมันสลับนี่จ็อบเนี่ยนะโอเคจังไปยังมือมาเพลทคือทำนั้นไปยังนั้นคือเวกรอนกองเดือดซอเนี่ยเวกรอนกองเดือดซอหายจังเชิงตำรวจทั้งอ้อนนั้นถ้าแต่เชิงตำรวจมีเจ้าหน้านะโอเคจังเลยปุยยังยูลกุญยัยเนี่ยจังนี่คือหาน้ำนี่หาเชิงตำรวจเนี่ยไปชอบแล้วนะนั่งเชิงตำรวจโอเคกูส่งสกรีนช็อตเพลทปัญหากระดาษนี้เป็นเธอมีรูปอะไรนี่นะไม่มากอะไรนี่มีตัวเตยจังมีหน้าดังอย่างไรนี่ยังไอโยมมีเรื่องด่าอะไรนี่บ้านอ่ะบ้านนี่โอเคกูจองสกรีนช็อตทำใบพิญญาเอาสลาสลาเปียตียังสมจำเพลท
ពីនឹងបានណាព្រោះយើងមានអ្នកណាដឹងគេអាចអេដមេរៀនយើងចូលនៅប្រឡោះលើនេះបានទេអត់ណាដឹងទេឬក៏កន្លែងនេះយកមាននេះវាមិនគេទុកឡើងនឹងចោលទៅអីអញ្ចឹងវាមិនចឹងណាវាមិនចឹងទេមិនក៏មិនឲ្យរូបយើងឃើញពេញទៅអូខេអត់ណាដឹងដែរឡើងតែតែ share screen លោកគ្រូ ថាម៉េចដល់សុំដល់ទៀតបើឲ្យចង់ឲ្យវាលូតអញ្ចឹងក៏តែឲ្យតែតែ share screen លោកគ្រូ អូចុះឥឡូវគូ share តែ ហើយបើ share នេះគូចង់យកអា share screen នេះគូចង់យកហ្នឹងចូលទៅកន្លែងហ្នឹងយកគូនិយាយបើឲ្យយកពី note ទៅដាក់ដូចអត់កើតទេលោកគ្រូតែបើជាប៉ាល់មេរៀនបែបកើតតែ share screen វិញជាងាយទៀតលោកគ្រូ បើយើង share screen វាបាត់រូបពួកយើងចូលរួមមិញណាប៉ុន្តែវាអាចឃើញនៅកន្លែងនេះអូអញ្ចេះក៏បានដែរនេះគូចង់ដាក់វាមកចំហៀងចេះមកជប់នេះបើ zoom វាអាចនៅមកចំហៀងបានណាអានេះវាអត់នៅមកជួរគូចង់និយាយថាគូចង់បានពួកយើងនៅមកជួរនៅខាងស្ដាំក៏បានខាងឆ្វេងក៏បានដើម្បីយើង screenshot ទៅវាជាប់អានេះជាប់អានេះជាប់នឹងដើម្បីបង្ហាញគេថាយើងរៀនអីបើយើងចុចគឺសោះនឹងអត់ដឹងទេគ្រូអត់អីទេចឹងនៅកន្ទុកបានទៅពេទ្យទៅនៅហើយលោកគ្រូគឺលោកក្នុងអធិការឲ្យតែមកតិចអូខេយើងប្រយ័ត្នប្រយែងណាទៅពេទ្យតនៅតិចអូខេឥឡូវយើងមកមើលរៀនយើងបន្តទៀតអញ្ចឹងក្នុងករណីហ្នឹងគឺប្រភេទជើងតម្រទី1ហ្នឹងគេគ្រាន់តែកងធ្នឹមនៅលើសសរឬក៏គេកង slab នៅលើសសរអញ្ចឹងមិនមែនមានតែធ្នឹមនៅលើសសរណា slab ក៏មាននៅលើសសរដែរអាគារខ្លះគេហៅអាគារ flat slab ហ្នឹងគឺអាគារដែលអត់មានធ្នឹមអញ្ចឹងគេធ្វើធ្នឹមក្រាស់ហើយវានៅលើសសរហ្មងបើពួកយើងជិះតាមផ្លូវនរោត្តមកន្លែងអាគារគណៈបកប្រជាជនណានៅកន្លែងហ្នឹងគេសង់អាគារមួយពួកយើងមើលឃើញ slab ទៅចាក់ក្រាស់គេសង្កត់លើសសរហ្នឹងមកអត់មានធ្នឹមទេហើយអា slab ហ្នឹងសឹងតែធំកម្រាស់ slab ហ្នឹងសឹងតែប៉ុណ្្នឹងកម្រាស់ធ្នឹមដែរណាគេធ្វើអាគារហ្នឹងមុំសម្បើមមុំហួសដល់តែពួកអាស្តិចយើងអ្នកកណនីមកឃើញធំអញ្ចឹងអូខេអញ្ចឹងនៅលើសសរវាអាចមានធ្នឹមវាអាចមាន slab មានពីរកន្លែងហ្នឹងវាអាចមានគ្រឿងផ្គុំដំបូលអាចបើនៅលើបើនៅជាន់លើវិញគេអាចកងគ្រឿងផ្គុំដំបូលគ្រឿងផ្គុំដំបូលហ្នឹងវាមានគ្រោងដំបូលវាមានធ្នឹមដំបូលណាបើនៅជាន់ក្រោមគេហៅ slab ដើម្បីយើងយកផ្ទៃរៀបហ្នឹងប្រើប្រាស់ឥឡូវយើងស្គាល់ពីជើងតម្រទី1ណាអញ្ចឹងជើងតម្រទី1ហ្នឹងអនាគតទៅពេលធ្វើលំហាត់ពេលអីគូជើងតម្រគូប្រើមួយនេះវាស្រួលគូជាងគេណាអញ្ចឹងរាយយើងឃើញនិមិត្តសញ្ញាអញ្ចឹងគឺជាជើងតម្រប្រភេទទី1ដែលជើងតម្រប្រភេទទី1ហ្នឹងវាទទួលបានកម្លាំងតែមួយឯងគឺវាទទួលបានកម្លាំងនៅលើ AY គេហៅថាកម្លាំងកែងនេះអញ្ចឹងវាអត់អាចទទួលកម្លាំងដីនេះបានទេកាលណាកម្លាំងដីសកត់មកអាភ្នំនឹងបដាចូលដាល់ឡើងចេះនេះអញ្ចឹងកម្លាំងនេះវាមិនអាចទទួលបានទេ
អាហ្នឹងគឺជាជើងទម្រប្រភេទទី1អញ្ចឹងពួកយើងយល់គូនិយាយនេះនេះដងទៀតណាអានេះសសរនៃធ្នឹមអញ្ចឹងកាលណាវាយើងចាក់សសរហើយបើយើងចាក់ធ្នឹមអញ្ចឹងសសរហ្នឹងវាគ្រាន់តែនៅពីក្រោមធ្នឹមទេហើយវាអត់មានជក់តាក់តងអីជាមួយនឹងធ្នឹមសោះហ្មងវាបានតែដៃ4សរសៃនេះដៃពណ៌ក្រហមហ្នឹងវាគ្រាន់តាក់ធ្នឹមហ្នឹងតែតិចឯងប៉ុន្តែដៃហ្នឹងมันអាចទប់នឹងកម្លាំងដែលវាអាចមានចលនាចេះបានឯងណាអូខេអញ្ចឹងបើសិនជាយើងគូប្រព័ន្ធ static មកអញ្ចឹងកន្លែងនេះគឺមានវងមូលមួយកន្លែងនេះមានវងមូលមួយទៀតវាចំកណ្ដាលហ្នឹងណាយើងគិតចំអក្សរនេះធ្នឹមមកយើងនេះបន្ទាប់មកបានគេគូជើងតម្រនេះអានេះជើងតម្រប្រភេទទី1មានសភៅខ្លះគេថែមចេះទៀតគេថែមចេះបើថាវាជាប់នៅខាងក្រោមណាតែប្រហោងដដែលតែសភៅខ្លះគេអត់ថែមអាហ្នឹងឯងគេលុបនឹងចោលប៉ុណ្ណេះក៏បានដែរណាអញ្ចឹងគឺជាជើងតម្រប្រភេទទី1ហើយក៏គូតែហ្នឹងមួយសិនព្រោះក្នុងនេះវាមានជើងតម្រប្រភេទទី1ហ្នឹងច្រើនតែព្រោះធ្នឹមមួយណាគូទុកឲ្យចុងនេះមួយសិនអូខេអញ្ចឹងជើងតម្រប្រភេទនេះអាចទទួលកម្លាំងបានតែមួយដោយនេះអាញាត់កម្លាំងមួយត្រូវកណនីអញ្ចឹងបើសិនជាជើងតម្រប្រភេទហ្នឹងគឺវាអាចទទួលកម្លាំងបានតែមួយហើយមានតែអាញាត់កម្លាំងមួយទេដែលយើងត្រូវកណនីរវាឥឡូវយើងមើលជើងតម្រប្រភេទទី2ភាសាអង់គ្លេសគេហៅ fixed support អញ្ចឹងជើងតម្រប្រភេទទី2ហ្នឹងគឺជើងតម្រហ្នឹងវាជាប់នៅលើអាទាំងពីរហ្មងជាប់នៅលើ AX ផង AY ផងគឺឃើញនេះជើងតម្រណាអានេះកំណល់ស្ពានមួយអញ្ចឹងវាអត់អាចកិលឆ្វេងស្ដាំបានទេតែវាអាចគាត់ទៅវិលលើនឹងបានតែអត់អាចកិលបានទេនេះវាជាប់យេណាអានេះគឺជានិមិត្តសញ្ញាវាគេគូអញ្ចឹងខ្លះគេគូអញ្ចឹងប៉ុន្តែសភៅខ្លះគេគូតែប៉ុណ្្នេះក៏បានដែរគេគូតែវងមូលមួយគេគូតែប៉ុណ្្នេះអញ្ចឹងក៏បានដែរណាឬក៏យើងថែមតិចក៏បានដែរអាហ្នឹងគេសំដៅលើថាវាជាប់នៅលើជើងវាជាប់នៅលើជើងសសរវាកិលមកឆ្វេងស្ដាំក៏បានវាឡើងលើក៏បានប៉ុន្តែវាអាចវិលជុំវិញកន្លែងហ្នឹងបានដោយសារតែនេះមានវងមូលអញ្ចឹងវាអាចវិលចេះណាវាអាចវិលយ៉ាងបានប៉ុន្តែបើវាឲ្យកិលទៅមុខទៅក្រោយលើក្រោមអត់ទេអញ្ចឹងកន្លែងហ្នឹងគឺយើងមានលក្ខខណ្ឌទៅនេះមួយរូបនេះគឺជើងតម្រហ្នឹងធ្នឹមហ្នឹងអាចកិលឆ្វេងស្ដាំបានរូបនេះណាប៉ុន្តែគេត្រូវថែមដែកបន្ថែមទៀតក្នុងករណីដែលចង់ឲ្យវាជាប់ចឹងគេថែមទៀតនៅក្នុងសសរហ្នឹងមានដែកនេះហើយគេបត់ចូលមកចេះអានេះមកឡើយនេះហើយគេបត់មកចេះអញ្ចឹងក្នុងករណីហ្នឹងគឺធ្នឹមហ្នឹងលែងកិលមកចេះបានហើយកិលមកចេះក៏អត់បានកិលមកចេះក៏អត់បានប៉ុន្តែកន្លែងនេះអត់ជាប់កន្លែងនេះនៅចំហដែរនេះអញ្ចឹងកន្លែងហ្នឹងវាអាចនៅតែវិលតែអញ្ចឹងអាកន្លែងត្រេហ្នឹងហើយគឺជាកន្លែងដែលមានសញ្ញាមូលហើយនេះសំដៅលើនេះណាបន្តមកនេះខ្សែធ្នឹមយើងគេគូតូចចេះនេះគឺជាប្រព័ន្ធ static ហើយជើងតម្រហ្នឹងគេគូចេះម្ដង
នៅពេលហ្នឹងគេគូនចេះហើយគេគូនចេះបើសិនជាគ្មានដែកពណ៌ក្រហមនេះទេជើងតម្រូវយើងចេះតែដល់ពេលមានដែកពណ៌ក្រហមនេះជើងតម្រូវយើងទៅចេះឃើញទេអាហ្នឹងគេហៅថាជាប់នៅលើអា2អញ្ចឹងជើងតម្រូវប្រភេទហ្នឹងវាអាចទទួលកម្លាំងបានកម្លាំងកែងនេះមួយហើយវាអាចទទួលបានកម្លាំងដេកនេះមួយទៀតចេះតែបើជើងតម្រូវប្រភេទនេះគឺទទួលបានតែមួយប្រភេទនេះគឺវាទទួលបានតែទទួលបានតែកែងនេះមួយអញ្ចឹងពីរនេះខុសគ្នាណាឥឡូវពួកយើងយល់គូនិយាយណាមួយនេះគឺជាជើងតម្រូវមានចលនាអត់មានដៃក្រហមដែលប្រកបក្នុងធ្នឹមទេដល់ពេលមួយនេះគេថែមដៃក្រហមនេះមកអញ្ចឹងនិមិត្តសញ្ញាទៅចេះវិញអញ្ចឹងនេះគេថាដៃជើងតម្រូវដែលមានអញ្ញត្តិកម្លាំង2វាអាចទទួលបានកម្លាំង2តែបើមានកម្លាំងតែមួយក៏វាទទួលតែមួយដែរមិនមែនតតែ2បានវាទទួលទេណាអញ្ចឹងនៅក្នុងករណីដែលយើងមានធ្នឹមច្រើនប្រឡោះវិញអញ្ចឹងអា3ប្រឡោះហ្នឹងគឺជាជើងតម្រូវដែលមានចលនាលើកលែងតែមួយនេះគឺត្រូវតែជើងតម្រូវមួយជាប់អញ្ចឹងมันអាចមានចលនាទាំង4នឹងបានទេអញ្ចឹងធ្នឹមយើងប្រមាណប្រឡោះក៏ដោយគឺត្រូវមានមួយជាប់និមិត្តសញ្ញាវិញចេះអញ្ចឹងត្រូវមានមួយដែលមានដែកនៅពីក្នុងចេះដែលដែកនឹងវាបត់មកចេះចុះមកចេះគូពណ៌បៃតងមើលចង់ឃើញណាលើគូដាក់ពណ៌ក្រហមនេះចុះនេះដៃនេះអញ្ចឹងត្រូវតែមានមួយកន្លែងយើងដាក់តំណឹងក៏បានដាក់តំណេះក៏បានដាក់តំណេះក៏បានអញ្ចឹងណាជើងតម្រូវជាប់នៅកន្លែងណាក៏បានដែរតែត្រូវតែមានមួយបានធ្នឹមហ្នឹងវាមិនអាចធ្លាក់ពីលើសសរនឹងបានហើយកម្មករយើងជាងយើងធ្វើគួរដែលឃើញយ៉ាងហ្នឹងនេះគាត់ចងធម្មតាគាត់លើកធ្នឹមនឹងកងលើសសរចាក់បេតុងយកមកអញ្ចឹងអាចមានបញ្ហាធ្នឹមហ្នឹងថ្ងៃក្រោយទៅអាចវាអង្គើទៅមានស្នាមប្រេះជញ្ជាំងច្រើនជួនកាលទៅបើសិនជាមានខ្យល់សុកគេមានខ្យល់ព្យុះខ្លាំងអាចធ្នឹមហ្នឹងធ្លាក់ទៅលើសសរហ្នឹងបានដោយសារកន្លែងនេះវាអត់ជាប់នេះវាអាចនេះកន្លែងនេះវាអាចដាច់ណានេះមិនបានគួរនិយាយទៅដាច់ពូសសរនេះគេចាក់រឹងហើយមកចាក់ធ្នឹមនេះក្រោយណាអញ្ចឹងវាមិនអីស៊ីគ្នាដូចយើងធ្វើចំហួយយើងចាក់ចំហួយមួយរឹងហើយយើងចាក់បន្ថែមទៅលើទៀតមួយទៀតក៏រឹងដែរប៉ុន្តែគាត់ថាវាអត់ជាប់គ្នាទេដោយសារមួយមុនវារឹងបាត់ហើយគូយើងយល់គូនិយាយណាអូខេអញ្ចឹងសម្រាប់ធ្នឹមហើយនឹង slab ហ្នឹងគឺវាមានជើងតម្រវា2ទី1គឺជើងតម្រមានចលនាវាអាចទទួលកម្លាំងបានតែមួយដែលគេហៅកម្លាំងកែងនេះកម្លាំងដែលវាទទួលនេះអានេះអាចទទួលបានកម្លាំង2តែមួយហ្នឹងឯងអាចទទួលបានកម្លាំង2ដល់តំណែងពួកយើងមានចំណល់អីមានចំណល់អាចសួរគូសិនដល់តំណែងអញ្ចឹងជើងតម្រប្រភេទទី2នេះគូបានសរសេរបញ្ជាក់ណាកម្លាំងរបស់ជើងតម្រជាប់នេះគេស្គាល់តែចំណុចចាប់របស់កម្លាំងតែប៉ុណ្ណោះចំណុចចាប់ហ្នឹងគឺចង់និយាយថាកម្លាំងហ្នឹងវាអាចប្រឆិតអញ្ចេះ
នេះវាអាចត្រង់ចេះហើយអាដេកហ្នឹងក៏វាអាចចឹងដែរដេកមួយចេះដោយសារហ្នឹងវាប្រឆិតចឹងហើយបានគេអាចបំបែកទៅជាកម្លាំង2បាននេះបើទៅជាកម្លាំងដេកមួយហើយនឹងកម្លាំងឈរមួយឧទាហរណ៍ណាអញ្ចឹងគេអត់តន់ដឹងថាវាត្រេតប៉ុណ្ណាវាឈរប៉ុណ្ណាវាអត់តន់ដឹងប៉ុន្តែគេដឹងថាវាចំជើងតម្រូវហ្នឹងហើយតែទំហំហ្នឹងទិសដៅហ្នឹងគេអត់តន់ដឹងទេអាហ្នឹងគឺត្រូវកណនាតាមក្រោយអាហ្នឹងគឺជាប្រភេទជើងតម្រូវទី2ឥឡូវយើងមើលប្រភេទជើងតម្រូវទី3ជើងតម្រូវជាប់រឹងឬគេហៅ fix and support អញ្ចឹងជើងតម្រូវប្រភេទនេះវាអាចទទួលបានកម្លាំងឬក៏គេអាចទទួលបានអញ្ញត្តិកម្លាំងទាំងអស់3ទី1គឺកម្លាំងដេកទី2កម្លាំងទី1កម្លាំងកែងទី2កម្លាំងដេកទី3កម្លាំងបង្វិលគេហៅមុំម៉ងអញ្ចឹងវាជាប់គ្រប់ទាំងអស់នេះវាអត់មានដាច់ទេមានន័យថាឥឡូវគូសសរមួយសសរដែកមួយឧទាហរណ៍ណាគូទៅមកខាងណាអានេះធ្នឹមដែកនំធំនេះអញ្ចឹងកន្លែងនេះគេផ្សារនេះគេផ្សារជាប់បើយើងស្គាល់ផ្សារណាគេមានដុំដែកមួយគេមានភ្លើងពីស្នីផ្សារប៉ប៉ផ្ទុះភ្លើងព្រាកណាដើម្បីវាជាប់ជួនកាលគេអត់ទុកចិត្តឲ្យវាជាប់គេថែមជាទៀតនេះគេយកដៃហ្នឹងមកកាត់យើងអញ្ចឹងដាក់កន្លែងហ្នឹងមកហើយគេផ្សារថែមទៀតអញ្ចឹងកន្លែងហ្នឹងហើយដែលគេហៅថាជើងតម្រូវជាប់នៅលើអាទាំង3អញ្ចឹងវាកិលឆ្វេងស្ដាំចេះក៏អត់បានវាឡើងចុះចេះក៏អត់បានណាហើយវាអត់អាចវិលបានដែរដោយសារគេផ្សារជាប់អស់នេះគេផ្សារនេះជាប់ផ្សារនេះជាប់ផ្សារនេះជាប់ផ្សារអស់អញ្ចឹងជើងតម្រូវប្រភេទហ្នឹងគឺគេគូអញ្ចឹងនេះយើងខ្មៅទីឡើយនេះណាអញ្ចឹងជើងតម្រូវប្រភេទហ្នឹងអាចទទួលបានកម្លាំង3ទី1គឺកម្លាំងកែងទី2គឺកម្លាំងដេកទី3គឺមុំម៉ងនេះយើងតាំងដល់អក្សរ H យើងតាំងដល់អក្សរ V យើងតាំងដល់អក្សរ M យើងតាំងសិនណានៅក្នុងករណីខ្លះសម្រាប់បេតុងវិញនៅស្រុកគេបានសម្បូរសូយើងអត់សូវសម្បូរទេគេចាក់សសរនឹងស្លេបនឹងធ្នឹមនឹងក្នុងពេលតែមួយហ្មងនេះគេចាក់ចេះគេចាក់វាផ្ដេកនៅលើផ្ទៃរៀបហើយបានគេលើកសសរទៅគុំគេលើកទៅគេសោកចូលក្នុងគ្រឹះក្លឹបនៅបាននេះគ្រឹះនេះមានកលៈវិញណាអញ្ចឹងអាកន្លែងនេះអាកន្លែងហ្នឹងគឺជាជើងកម្រប្រភេទទី3ហើយវាជាប់ទាំងអស់វាមកឆ្វេងស្ដាំចេះក៏អត់បានមិនចេះក៏អត់បានចេះក៏អត់បានហើយកន្លែងហ្នឹងក៏វាកិលទៅមុខទៅក្រោយអត់បានទេទៅលើក្រោយវាអត់បានទេកន្លែងហ្នឹងវាជាប់ដោយសារគេចាក់ក្នុងពេលដំណើរគ្នាតែបើសិនជាយើងគិតពីសសរយើងវិញគឺអត់ទេគេចាក់សសរតាមនេះសិនហើយបានគេចាក់ធ្នឹមតាមក្រោយអានេះខុសគ្នាណាអានេះគេចាក់ក្នុងពេលតែមួយហ្មង
អញ្ចឹងអាកន្លែងកាយហ្នឹងហើយគេហៅថាជើងតម្រប្រភេទទី3នៅក្នុងរូបនេះគ្រូបានបង្ហាញអំពីចុះមកយ៉ាងសូមចាំផ្លែតអូខេនេះកន្លែងនេះអានេះគឺជាកុងស៊ុលមួយវាលយចេញមកដែលកុងស៊ុលនេះគេចាក់ជាប់ជាមួយនឹងជញ្ជាំងនេះក៏នេះចឹងនេះមិនសញ្ញាវាអាចគេគូចេះអាចគូចេះអញ្ចឹងកម្លាំងរបស់ជើងតម្រហ្នឹងវាអាចទទួលបាន3ពីគ្រូបង្ហាញបើយើងមិនអញ្ចឹងនេះអាចទទួលបានកម្លាំងកែងមួយអាចទទួលបានកម្លាំងដេកមួយហើយនឹងអាចទទួលបានមុំម៉ងមួយដូចគ្នានេះអាចទទួលបានកម្លាំងកែងមួយកម្លាំងដេកមួយហើយនឹងមុំម៉ងមួយណាអញ្ចឹងពេលថាមុំម៉ងហ្នឹងគឺជាបន្ទាត់កោងឬគេហៅកម្លាំងបង្វិលក៏បានដែរមុំម៉ងហ្នឹងណាអូខេឥឡូវយើងចប់ជើងតម្រទាំង3ប្រភេទហ្នឹងហើយមានអ្នកណាមានសំណួរឆ្ងល់គូថាស្អីគេជើងតម្រសុំសួរអញ្ចឹងជើងតម្រហ្នឹងសំខាន់ណាស់ដើម្បីយើងសង់អគារគឺត្រូវមានជើងតម្រអត់មានជើងតម្រអគារយើងមិនមានលំនឹងទេណាគូរំលឹកដល់ទៀតជើងតម្រប្រភេទទី1គឺជើងតម្រមានចលនាជើងតម្រមានចលនាហ្នឹងគឺជើងតម្រជាប់នៅលើអា1គឺអា Y អញ្ចឹងវាទទួលបានកម្លាំងតែមួយគឺកម្លាំងកែងនេះជើងតម្រប្រភេទទី2គេហៅជើងតម្រជាប់អញ្ចឹងវាជាប់នៅលើអា2វាជាប់លើអា X ហើយនឹងអា Y អញ្ចឹងជើងតម្រនេះវាអាចទទួលបានអាញាត់កម្លាំង2ឬក៏វាអាចបង្កើតបានអាញាត់កម្លាំង2អញ្ចឹងក៏បានដែរណានេះដូចនេះជើងតម្រប្រភេទនេះអាចទទួលបានកម្លាំង2ហើយកម្លាំងទាំងពីរដែលវាទទួលបានហ្នឹងគេហៅថាកម្លាំងប្រតិកម្មនៃជើងតម្រខាងលើក៏អញ្ចឹងដែរវាទទួលបានមួយក៏ដោយក៏កម្លាំងនៅជើងតម្រហ្នឹងគេហៅថាកម្លាំងប្រតិកម្មឬនៅជើងតម្រចុងក្រោយគេហៅជើងតម្រជាប់រឹងជើងតម្រប្រភេទនេះគឺវាជាប់នៅលើអា3នេះវាជាប់នៅលើអា X អា Y និងអា Z អញ្ចឹងវាអត់អាចវិលជុំវិញខ្លួនវាអត់អាចកិលឆ្វេងស្ដាំបានទេជាប់លើអាទាំង3ហ្នឹងហ្មងដោយសារវាជាប់នៅលើអាទាំង3ហ្នឹងហើយអញ្ចឹងវាបង្កើតបានញ៉ាត់កម្លាំង3ញ៉ាត់កម្លាំង3ហ្នឹងគេហៅថា static កម្រិត3 static កម្រិត1 static កម្រិត2តាមជើងតម្រណាអញ្ចឹងនៅលើជើងតម្រនេះគេត្រូវគេអាញាញាតកម្លាំង3គឺកម្លាំង2នៅលើអាដែលស្គាល់ហើយនឹងមុំម៉ង1អាដែលស្គាល់ហ្នឹងគឺចង់និយាយថាអា X អា Y ហើយនឹងមុំម៉ងពីច្រើនគឺវាវិលជុំវិញអា X ហើយនឹងអា Y នឹងគេថាមុំម៉ងមិត្តសញ្ញាវាអញ្ចឹងអូ
ok ឥឡូវជើងទម្រទាំង3ហ្នឹងយើងបានចប់ហើយឥឡូវយើងមើលរូបទី44រូបទី44គេមានគ្រឿងផ្គុំសំណង់មួយគេកងទៅសសរមួយចេះនេះសសរណាចឹងគេគូជាតំណងមួយចេះនេះខាងក្រោមរូបនេះគ្រឿងផ្គុំសំណង់យើងមួយគេដាក់សសរ2ណាយើងជើងទម្រដូចគ្នាដល់ពេលរូបនេះគេកលវាកង2គេធ្វើពីលើ1អញ្ចឹងនេះគឺជាជើងទម្រប្រភេទទី1ជើងទម្រប្រភេទទី2ជើងទម្រប្រភេទទី3នេះគេគាត់ណាគូឧទាហរណ៍យើងមើលណាអញ្ចឹងគេសម្គាល់ឃើញថាជើងទម្រជាប់លើអាមួយគឺជើងទម្រមានតំណងមួយនេះតំណងមួយចេះពួកយើងធ្លាប់ឃើញអាគារដែលគេធ្វើសសរ2នេះគេធ្វើម៉ូដចេះអាហ្នឹងក៏មានដែរសនធ្វើ2ចឹងតែវាត្រេតចេះអញ្ចឹងអារូបនេះគឺជាជើងទម្រប្រភេទទី2នេះអញ្ចឹងនេះទទួលបានកម្លាំងតែមួយអានេះទទួលបានកម្លាំង2កម្លាំងកែងនេះកម្លាំងដេកដល់ពេលនេះទទួលបានកម្លាំងកែងមួយកម្លាំងដេកមួយហើយនឹងមកបងបង្វិលមួយទៀតនេះអឹមនេះហានេះវេអូខេនេះរូបភាពពិតរបស់ជើងទម្រហើយអានិមិត្តសញ្ញាមិញគូបានប្រាប់ពួកយើងណាឥឡូវគូរំលឹកជើងទម្រប្រភេទទី1និមិត្តសញ្ញាវាសម្រាប់ធ្នឹមអញ្ចឹងណានេះសម្រាប់ធ្នឹមហើយនឹងស្លឹកសម្រាប់សសរអញ្ចឹងពីរដូចគ្នាមួយគាត់មួយត្រធ្នឹមមួយត្រសសរអូខេទី2ហើយបើយើងមកសរសេរក៏បានព្រោះគ្រូមាននឹងសភៅស្រាប់ហើយសម្រាប់ធ្នឹមក៏គូទៅមួយខាងតែពិតមានពីរខាងណាយ៉ាដាក់សាយឆ្លងនិយាយឆ្លងពីអគុណជុកអញ្ចឹងនេះសម្រាប់ធ្នឹមឆ្លងអនឡាញណានេះសរសរអញ្ចឹងជើងទម្រប្រភេទទី2ហ្នឹងអាចទទួលបានអញ្ញត្តិកម្លាំងប៉ុន្មានណានេះចាំរ៉ូនីជើងទម្រទី2ហ្នឹងប្រភេទទី2ជើងទម្រប្រភេទទី2ហ្នឹងទទួលបានអញ្ញត្តិកម្លាំងប៉ុន្មានអរគុណឆ្លើយគ្រូឃើញចូលតាសវណ្ណីជើងទម្រជើងទម្រប្រភេទទី2ទទួលបានកម្លាំងបានសវណ្ណីលេខរៀងទីម៉ានរឿងទី3សវណ្ណីចូលទេឬក៏បើកទូរស័ព្ទចោលទៅបាត់ហើយហ្នឹងដេញលក់អីហ្នឹង
ចូលអញ្ចឹងតម្រូវប្រភេទទី2នេះអាចទទួលបានញ៉ាត់កម្លាំងបានអត់ចាំទេទំហើយមិញកណិកាម្ដងមើលក៏លោកស្ដាប់ពូនិយាយខ្លះមិញពួកយើងស្ដាប់សំឡេងគ្រូបានច្បាស់ហើយឬក៏គ្រូនិយាយញាប់ពេកឬក៏និយាយអត់ច្បាស់លោកគ្រូមិញដាច់សលេងទៅអត់ស្ដាប់បានពេលលោកគ្រូសួរលោកគ្រូចំពោះជើងតារ៉ូទី2ហ្នឹងត្រូវកម្លាំងបានទៅលើ AX និង AY គឺកម្លាំងដេកនិងកម្លាំងកែងកូនបើកូនជប់ល្អបើសិនជាគ្រូនិយាយទៅដាច់សំឡេងអីឬក៏ដាច់អ៊ីនធឺណិតអីពួកយើងជួយ alert ប្រាប់ក្នុង Telegram ផងណាហ្នឹងគ្រូអាចមើលឡើងវិញប៉ុន្តែខាងគ្រូនឹងនិយាយដាច់ទេដោយសារអ៊ីនធឺណិតនេះថ្លៃយើងភ្ជាប់ពីក្រុមហ៊ុនរបស់ EasyCom យើងថ្លៃចឹងវាអត់ងាយដាច់ទេតែខ្លាចខាងពួកយើងប្រើទូរស័ព្ទក្នុងការវាខ្សោយអូខេចុងក្រោយគឺជើងទម្រប្រភេទទី3គឺជាជើងទម្រជាប់រឹងជើងទម្រជាប់រឹងហ្នឹងគឺទទួលបានកម្លាំងវាអាចទទួលបានកម្លាំង3ទី1គឺកម្លាំងកែងទី2កម្លាំងដេកទី3ហ្នឹងគេហៅថាមុំម៉ង់ណាអូខេអញ្ចឹងតើពួកយើងយល់ពីឥឡូវហើយបានយើងអាចធ្វើលំហាត់ថ្ងៃក្រោយទៅចេញបានអាហ្នឹងសំខាន់ណាស់អញ្ចឹងនៅពេលដែលយើងចុះទៅមើលកាលដ្ឋាននីមួយៗហ្នឹងយើងត្រូវមើលសសរគេធ្វើវាមិនជើងតម្រងជាប់រឹងឬក៏ជើងតម្រជាប់ឬក៏ជើងតម្រមានចលនាណាអញ្ចឹងសសរក៏មានដែរមាន3ដូចគ្នាអូខេអញ្ចឹងពួកយើងអានអត្ថបទដែលគ្រូសរសេរនេះយើងវែងគ្រូខ្ជិលអានឲ្យពួកយើងស្ដាប់ចាំកន្លែងណាដែលសំខាន់ចាំគ្រូអានឲ្យស្ដាប់ណាតែបើមិនជាអញ្ចឹងវាវែងពេកគ្រូមិនអានណាអញ្ចឹងពួកយើងសុំយកពេលទៅអាននេះទៅប៉ុន្តែក៏គាត់ចង់និយាយថាទី1នៅក្នុងមេរៀននេះសំខាន់ទៅលើប្រភេទជើងទម្រដែលជាគ្រឿងផ្គុំសំខាន់បំផុតគឺជើងទម្រហ្នឹងឯងដែលវាត្រអាគារទាំងមូលហ្នឹងមកឬក៏វាត្រអាគារតាមមួយជាន់បើមានច្រើនជាន់ណាតែគាត់ណាជាន់ក្នុងដីហ្នឹងអាគ្រឹះហ្នឹងគឺវាត្រអាគារសរុបអាហ្នឹងក៏មានជើងទម្រវាដែរអញ្ចឹងវាត្រូវត្រកម្លាំងពីខាងក្រៅនិងកម្លាំងផ្ទាល់ខ្លួនគូរំលឹកឡើងវិញណាដើម្បីយើងបញ្ចប់ជើងទម្រហ្នឹងអញ្ចឹងជើងទម្រហ្នឹងគឺទីទូទៅវាមានទាំងអស់មានអាទាំងអស់3អា Y អា X និងអា Z អញ្ចឹងគេត្រូវតែធានាបាននៅក្នុងការតភ្ជាប់ការតភ្ជាប់ហ្នឹងគឺចង់និយាយថាជើងទម្រនឹងមានចលនាជើងទម្រនឹងជាប់ឬក៏ជើងទម្រនឹងរឹងមាំឬក៏ជើងទម្រនឹងជាប់រឹងអាហ្នឹងគេហៅពីរបៀបតភ្ជាប់ជើងទម្រហ្នឹងហើយយើងតភ្ជាប់គ្នារបៀបម៉េចយើងតភ្ជាប់ធ្នឹមជាមួយនឹងសសររបៀបម៉េចយើងតជាប់ស្លេបជាមួយសសររបៀបម៉េចណានឹងគឺជាបច្ចេកទេសនៃការតភ្ជាប់មួយយ៉ាងទៀតគូសំណពរថាបើសិនជាពួកយើងដើរទៅឃើញការឋានសំណង់គេយើងអាចសុំគេចូលមើលបានយើងសុំគេចូលមើលតែគេធ្វើតាមបច្ចេកទេសដោយគ្រូបង្រៀនហើយបើយើងសង់ផ្ទះខ្លួនឯងត្រូវប្រយ័ត្នដោយគ្រូប្រាប់អញ្ចឹងណាព្រោះជាងខ្លះធ្វើអត់មានដាក់ជើងកម្រជាប់ទេគាត់ដាក់តែជើងកម្រមានចលនាទាំងអស់គាត់គាត់នឹងវាយពុំធ្នឹមហើយគាត់ខ្ជិលពុតដែកចូលក្នុងធ្នឹមហ្នឹងអានឹងខុសធ្ងន់ណាធ្វើឲ្យអាគារហ្នឹងអាចមានស្នាមប្រេះធ្វើឲ្យអាគារហ្នឹងមានបញ្ហានៅពេលដែលយើងប្រើប្រាស់វាអូខេអញ្ចឹងគេត្រូវតែឲ្យវារឹងនៅលើអទាំង3ហ្នឹងតែបើសិនជារឹងនៅលើអទាំង2ទេគឺអាគារនឹងអាចមានចលនា
ហើយគ្រឿងផ្គុំសំណង់យើងអាចមានលក្ខណៈ static កំណត់ហើយនិងលក្ខណៈ static មិនកំណត់គេថាលើសកំណត់អានឹងយល់ពួកយើងនៅពេលក្រោយស្អីគេអា static កំណត់ហើយនឹងស្អីគេអា static លើសកំណត់ណាអញ្ចឹងជាទូទៅកម្លាំងដែលមានប្រតិកម្មលើគ្រឿងផ្គុំសំណង់ហ្នឹងគេហៅថាកម្លាំងសកម្មកម្លាំងដែលសង្កត់ទៅលើគ្រឿងផ្គុំសំណង់របស់យើងណាឬក៏គេហៅថាកម្លាំងចូលធ្វើប្រតិកម្មអញ្ចឹងកម្លាំងហ្នឹងគឺយើងត្រូវស្គាល់វាមុននឹងគណនាគ្រឿងផ្គុំសំណង់អាហ្នឹងដែលគ្រូប្រាប់ពួកយើងថាយើងត្រូវដឹងថាអគារដែលយើងគូរនោះអគារអីតោះតែយើងដឹងថាអគារដែលយើងគូរនោះអគារអីបានយើងដឹងអំពីទម្ងន់ដែលសង្កត់លើអគារហ្នឹងណាអញ្ចឹងអគារនីមួយៗត្រូវដាក់ឈ្មោះឲ្យវាសិនមិនដាក់ឈ្មោះច័ន្ទអគារពុតសុកសៅទេណាដាក់ឈ្មោះថាអាហ្នឹងគឺជាផ្ទះល្វែងអានេះគឺជាផ្ទះវិឡាអានេះគឺជាហាងលក់ទំនិញអានេះគឺជាមន្ទីរពេទ្យអានេះគឺជាសាលារៀនអញ្ចឹងឈ្មោះនីមួយៗនឹងហើយដែលកំណត់អំពីកម្លាំងសង្កត់លើវាទៅតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ទុកជាមុនយើងមិនអាចគូសាលារៀនមួយហើយស្រាប់តែសាលារៀនហ្នឹងលែងសិស្សរៀនលែងមានអ្នករៀនយកទៅធ្វើរោងចក្រហ្នឹងក៏អត់បានដែរយើងគូផ្ទះល្វែងហើយថ្ងៃក្រោយកន្លែងហ្នឹងវាទៅប៉ាន់យើងទៅបើកហាងលក់ទំនិញដាក់មនុស្សពេញដាក់អីវ៉ាន់ពេញអាហ្នឹងក៏មានបញ្ហាដែរអញ្ចឹងកម្លាំងសកម្មហ្នឹងគឺជាកម្លាំងដែលយើងត្រូវស្គាល់មុនឬក៏ត្រូវបានស្គាល់ដើម្បីយើងធ្វើអាគារហ្នឹងបានមិនមែនតើតែយើងនៅហើយបានយើងដឹងថាកម្លាំងមានប្រមាណមិនមែនអញ្ចឹងណាគឺគេកំណត់ទុកវាជាមុនអញ្ចឹងកាលណាមានកម្លាំងសកម្មមានអំពើលើវាឬក៏គេហៅកម្លាំងចូលធ្វើប្រតិកម្មគេត្រូវកណនាកម្លាំងនៅជើងទម្រកម្លាំងនៅជើងទម្រហ្នឹងគឺកម្លាំងដែលសង្កត់លើសសរហ្នឹងហើយនេះតើវាសង្កត់លើសសរហ្នឹងមានទម្ងន់ប៉ុណ្ណាហើយត្រូវធ្វើសសរហ្នឹងប៉ុណ្ណាអញ្ចឹងទាំងកម្លាំងសកម្មទាំងកម្លាំងប្រតិកម្មនៅជើងទម្រហ្នឹងកម្លាំងទាំងពីរហ្នឹងគេហៅថាកម្លាំងខាងក្រៅដែលត្រូវបង្កើតលំនឹងនឹងអត្ថន័យដែលគូចង់បញ្យល់ពួកយើងណាអញ្ចឹងសម្រាប់ការកណនា static ហ្នឹងគេត្រូវការសម័យកាលលក្ខខណ្ឌលំនឹងទាំងអស់3អញ្ចឹងកាលណាវាមានអញ្ញត្តិ3ពួកកម្លាំងយើងមិញមាន3ចឹងឯងមានកម្លាំងកែងកម្លាំងដេកហើយនិងមុំម៉ង់អញ្ចឹងគេត្រូវការសម័យកាលលក្ខខណ្ឌលំនឹងនឹង3ដែលសម័យកាលលក្ខខណ្ឌនឹងទាំង3ហ្នឹងគេអាចយកទៅគណនាកម្លាំងមិនស្គាល់3នឹងបានបើសិនជាយើងមានកម្លាំងមិនស្គាល់3ឬក៏យើងមានអញ្ញត្តិ3ឧទាហរណ៍ដើម្បីដោះស្រាយអញ្ញត្តិ3នឹងបានលុះត្រាតែយើងមានសម័យកាល3ដែរអានឹងពួកយើងធ្លាប់រៀនពីក្មេងពីតូចចឹងណាបើយើងមានអញ្ញត្តិ2យើងត្រូវការសម័យកាលយ៉ាងតិចណាស់2ដែរបើយើងមានអញ្ញត្តិ1យើងត្រូវការសម័យកាលតែ1ឯងអូខេអញ្ចឹងបើប៉ុណ្ណឹងពួកយើងកាន់តែយល់បានតិចទៀតណាមិនគូបានបញ្យល់ពួកយើងថាកម្លាំងដែលមានអំពើទៅលើអគារគេហៅកម្លាំងចូលធ្វើប្រតិកម្មឬក៏កម្លាំងសកម្មអញ្ចឹងកម្លាំងហ្នឹងវាទៅសរុបគ្នានៅជើងទម្រដែលកម្លាំងសរុបនៅជើងទម្រហ្នឹងហើយដែលហៅថាកម្លាំងប្រតិកម្មអញ្ចឹងសសរហ្នឹងវាទទួលទម្ងន់ប៉ុណ្ណឹងអសរមួយហ្នឹងឧបមាថាឥឡូវយើងមួយជាន់របស់យើងនឹងមានទម្ងន់វា20តោនឧទាហរណ៍ណាទាំង slab យើងទាំងអីវ៉ាន់យើងទាំងអស់ហ្នឹងមាន20តោនហើយសសរទាំងអស់ហ្នឹងមាន4ជាទូទៅស
តទាំងអស់ហ្នឹងមិនទទួលទម្ងន់ស្មើគ្នាណាវាទៅតាមទម្ងន់ដែលយើងកណនីពួកអីកម្រិតអក្សរខុសគ្នាហ្នឹងនេះឲ្យទីតាំងខុសគ្នាដែរអញ្ចឹងអក្សរនីមួយៗហ្នឹងគឺអាចទទួលទម្ងន់ខុសៗគ្នាណាប៉ុន្តែបូកទាំង3នឹងចូលគ្នាគឺបូកទាំង4នឹងចូលគ្នាគឺស្មើនឹង20តោនហ្នឹងឯងមិនបាយថាយក20តោនហ្នឹងចែកនឹង4ឃើញអក្សរមួយ5តោនអក្សរមួយ5តោនមិនអញ្ចឹងណាអូខេអញ្ចឹងនៅក្នុងនេះគេបានបញ្យល់យើងថែមទៀតនៅក្នុងករណីដែលគ្រឿងផ្គុំសំណង់នីមួយៗហ្នឹងគឺយើងចាំបាច់ត្រូវរៀបចំចំនួនពង្រឹងហ្នឹងគឺចំនួនធ្វើម៉េចឲ្យអាគារនឹងរឹងណាអញ្ចឹងចំនួនពង្រឹងគឺមានទាំងអស់ចាំបាច់នឹង3ដែលគេអនុញ្ញាតកម្លាំងប្រតិកម្មតាមជើងទម្រនីមួយៗតាមលក្ខខណ្ឌដំណឹងបានអញ្ចឹងណាគេពង្រឹងតាម3លក្ខខណ្ឌទី1គឺគេពង្រឹងនៅលើអ y ទី2គេពង្រឹងនៅលើអ x ទី3គេពង្រឹងនៅលើអ z អញ្ចឹងកាលណាយើងមានលក្ខខណ្ឌដំណឹង3យើងមានអញ្ញត្តិកម្លាំង3អញ្ចឹងគ្រឿងផ្គុំសំណង់ដែលយើងមករៀបរាប់ហ្នឹងគេហៅថា static កំណត់អញ្ចឹង static កំណត់ហ្នឹងមានន័យថាចំនួនកម្លាំងដែលយើងត្រូវកណនាគឺស្មើនឹងចំនួនសមីការរបស់លក្ខខណ្ឌដំណឹងអញ្ចឹងអញ្ញត្តិ3យើងមានសមីការ3អញ្ចឹងពេលហ្នឹងយើងអាចកណនាកម្លាំងទាំង3នឹងបានហើយឃើញអញ្ចឹងនៅពេលណាដែលយើងកណនាកម្លាំងទាំង3នឹងបានអាហ្នឹងគេហៅថា static កំណត់អូខេមួយទៀតអញ្ចឹងកាលណាគ្រឿងផ្គុំសំណង់យើងមានចំនួនពង្រឹងច្រើនជាង3ចង់និយាយថាមានអញ្ញត្តិកម្លាំងលើស3ហើយសម័យកាលលក្ខខណ្ឌដំណឹងរបស់យើងមានតែ3ឯងព្រោះលក្ខខណ្ឌដំណឹងមានតែ3ទេណាតែពេលអញ្ញត្តិកម្លាំងមានលើស3នៅពេលហ្នឹងគេហៅថា static មិនកំណត់ពេលហ្នឹងគឺចំនួនអញ្ញត្តិកម្លាំងវាលើសចំនួនសម័យកាលអញ្ចឹងការកណនាសំណង់របស់យើងពិបាកកណនាយើងត្រូវប្រើកម្មវិធីកុំព្យូទ័រជួយដើម្បីយើងអាចកណនាបានណាអញ្ចឹងជាទូទៅគ្រឿងផ្គុំសំណង់ធម្មតាគេកំណត់ n ជាចំនួនកម្លាំងមិនស្គាល់នេះអញ្ចឹងកាលណា n ជាចំនួនកម្លាំងមិនស្គាល់ហើយនឹង static យើងមានលក្ខខណ្ឌដំណឹងតែ3ឯងអញ្ចឹងគេយក n ដក3បើឃើញស្មើនឹងប្រមាណបើឃើញធំជាង0អាហ្នឹងគេហៅថា static មិនកំណត់ឧបមាថាកម្លាំងយើងត្រូវរកមាន5សម័យកាលយើងមាន3អញ្ចឹងយើងយក5ដក3វានឹងសល់2អញ្ចឹង static យើងគឺជា static មិនកំណត់2កម្រិតដល់ទៅនឹងពេលយើងយល់គូនជ័យយើងពិបាកបន្តិចណាម្ដងទៀតណាអញ្ចឹងលក្ខខណ្ឌដំណឹងគូនិយាយមុនលក្ខខណ្ឌដំណឹងមាន3មានតែ3លក្ខខណ្ឌដំណឹងរបស់ static ទី1គឺផលបូកកម្លាំងកែងទាំងអស់ស្មើនឹង0ទី2គឺផលបូកកម្លាំងដេកទាំងអស់ស្មើនឹង0ទី3គឺផលបូកមុំម៉ងទាំងអស់ស្មើនឹង0
នេះកម្លាំងកែងនេះកម្លាំងដេកនេះមុំម៉ងអញ្ចឹងយើងមានសម្រាប់ការទៅ3ហ្នឹងនៅមិនដោះស្រាយប៉ុន្តែដល់ពេលយើងមានអញ្ញត្តិកម្លាំង n នេះបើមកបើ n ស្មើនឹង3អញ្ចឹងនាំឲ្យ n ដក3ស្មើនឹង0ជានេះគេហៅថា static កំណត់នេះគូសង្ខេបជាលឿនណាចុះបើ n ធំជាង3រៀល n ស្មើនឹង5អញ្ចឹងតាមនេះនាំឲ្យ n ដក3វាស្មើនឹង2អានេះគេហៅថា static លើសកំណត់2កម្រិតអញ្ចឹងការកណនាគ្រឿងផ្គុំសំណល់នឹងពិបាកវាអាចធ្វើឲ្យគ្រឿងផ្គុំសំណល់នឹងវាប្រែប្រួលទម្រង់ប៉ុន្តែអត់បាក់នៅក្នុងករណីដែល n តូចជាង3ស្មើនឹង2អញ្ចឹងនាំឲ្យ n ដក3វាស្មើនឹងដក1នេះគេហៅថា static អត់បានការគេហាមមិនឲ្យសង់អានេះតែហ៊ានសង់ទៅគេនឹងបាក់ហើយអញ្ចឹងហើយបានជាជើងតម្រូវទាំងអស់ហ្នឹងវាត្រូវតែមានកម្លាំងអាញាត់ទាំងអស់3ណាបើមានតែ1តែ2អត់បានទេអូខេឥឡូវគូសង្ខេបប៉ុណ្នេះពួកយើងអាចយល់បន្តិចទេអត់អីទេយកបែរមកនេះវិញតែចេញយូរពេកអត់កើតទេនៅក្នុងនេះគេបានកំណត់អក្សរ A តូចនេះគឺជាកម្លាំងនៅជើងតម្រគេឲ្យជើងតម្រចឹងគូអានពួកយើងតិចណាមិញបើគូអានបញ្យល់ហើយ A ធំជាង3គេហៅជើងតម្រ static មិនកំណត់ A ស្មើនឹង3ជើងតម្រ static កំណត់ដល់ A ជើងតម្រតូចជាង3និងជើងតម្រមិនបានការអញ្ចឹងណាចឹងដូចអក្សរ n មិនចឹងនេះកាលណា n ស្មើនឹង3ដល់3វាមិន0ចឹងណានេះគេគាត់តាំងជាអក្សរ A សិនចាំគូពន្យល់នៅក្នុងរូបខាងក្រោមនេះអូខេប្រព័ន្ធគ្រឿងផ្គុំមួយដែលកើតពីគ្រឿងផ្គុំច្រើនបំណែកហើយភ្ជាប់គ្នាដោយចំណងមានលក្ខខណ្ឌដូចខាងក្រោមប្រព័ន្ធគ្រឿងផ្គុំហ្នឹងចង់និយាយថាមានធ្នឹមមានសសរមានជើងតម្រណាអញ្ចឹងគេតាំងដោយ 3s កាលណាវាតូចជាង a បូក z static មិនកំណត់ឬគេហៅលើសកំណត់ក៏បានដូចគ្នា 3s ស្មើនឹង a បូក z static កំណត់ហើយនឹង 3s ធំជាង a បូក z តម្រូវអត់បានការប្រព័ន្ធ static មានចលនាអញ្ចឹងដោយគូនិយាយមិនអញ្ចឹងអាទី3ហ្នឹងគឺយើងអត់អាចធ្វើបានទេដែល s គឺជាចំនួនទ្រង់អញ្ចឹង 3s បានន័យថាតំណងមួយមានអាញាត់កម្លាំង3អញ្ចឹង 3s ហ្នឹងគឺជាគ្រឿងផ្គុំសំណង់ហ្នឹងគឺត្រូវបង្កើតលក្ខខណ្ឌដំណឹង3ណាបន្ទាប់មក a បូក z ហ្នឹងគឺចំនួនអាញាត់កម្លាំងដែលកើតឡើងដោយការភ្ជាប់តំណង a ជាចំនួនអាញាត់កម្លាំងនៅជើងតម្រនិង z នេះគឺជាអាញាត់កម្លាំងដែលមាននៅចំណងនេះឧទាហរណ៍នៅរូបក្រោមនេះ
នៅក្នុងរូបនេះអានេះគឺជាតំណងមួយនេះ S ស្មើនឹង1 S ស្មើនឹង1ដែរ S ស្មើនឹង1 S ស្មើនឹង1ដែរអញ្ចឹងនៅក្នុងរូបនេះគឺ S យើងទាំងអស់ស្មើនឹង4ណារូបនេះណាកន្លែងនេះគេហៅចំណងនេះនេះជាចំណង1ចំណង2ចំណង3ដែលចំណងហ្នឹងគេហៅថា Z កន្លែងមូលណាអញ្ចឹងកន្លែងណាមានទង្វង់តូចនឹង1កន្លែងហ្នឹងគឺមាន Z ស្មើនឹង2 Z ស្មើនឹង2 Z ស្មើនឹង2អញ្ចឹង Z សរុបទាំងអស់វាមាន6ហើយជើងតម្រនេះគឺជាជើងតម្រប្រភេទទី2នេះអញ្ចឹងជើងតម្រហ្នឹងអាចទទួលបានអាញាត់កម្លាំង2អញ្ចឹងអានេះគឺ A ស្មើនឹង2ហើយ A ស្មើនឹង2នេះ A ស្មើនឹង2អញ្ចឹង A ទាំងអស់វាស្មើនឹង6ពួកយើងមើលតនេះពួកយើងមើលអត់តនេះឬក៏តឥឡូវគូសរុបអញ្ចឹងរូបមន្តរបស់យើងខាងលើគឺ 3S ស្មើនឹង A បូក Z អញ្ចឹង S ស្មើនឹង4អញ្ចឹងយើង3យើងគុណនឹង4 A យើងវាស្មើនឹង6 Z យើង6ដែរអញ្ចឹងបើយើងយក13គុណ4ស្មើនឹង13គុណ12នេះ12ដែរអញ្ចឹងបើវាស្មើនឹងអញ្ចឹងវាចូលករណីនេះកាលណា 3S ស្មើនឹង A បូក Z យើងបានតម្រូវ static យើងកំណត់មិនស្ងាត់ចេញហើយមានតែឆ្ងល់ហើយអត់មានឆ្ងល់ទេណានៅមានលំហាត់ច្រើនទៀតក៏នេះគាត់គួរឧទាហរណ៍ណាអញ្ចឹងពួកយើងគ្រាន់ចាំថានៅចំ Z1 គឺមានអាញាត់កម្លាំង2ហើយ Z នេះគឺជាចំណងហ្នឹងគឺកន្លែងដែលមានរង្វង់មូលតូចៗហ្នឹងឯងខែចំណងនេះអូខេអញ្ចឹងនៅក្នុងនេះគ្រូបានសរសេរថែមបន្តិចវាទៅយើងពិបាកតិចណាសមីការ 3S ស្មើនឹង A បូក Z គេប្រើសម្រាប់តែគ្រឿងផ្គុំសំណង់ធម្មតាដែលកម្លាំងខាងក្នុងមានលក្ខណៈ static កំណត់កម្លាំងខាងក្នុងនោះគឺជាកម្លាំងនៅក្នុងគ្រឿងផ្គុំសំណង់ហ្មងនៅពេលដែលយើងកាត់គ្រឿងផ្គុំសំណង់ទៅបានយើងឃើញកម្លាំងហ្នឹងអាហ្នឹងនៅក្នុងវិធានទី3ដែលគ្រូប្រាប់ពួកយើងម្ដងណាសម្រាប់គ្រឿងផ្គុំសំណង់ដែលស្មុគស្មាញមិនបានលើកមកនិយាយនៅក្នុងនេះទេស្មុគស្មាញនេះចូលស្មុគស្មាញនេះណាសមីការ 3S ស្មើនឹង A បូក Z ចាំបាច់សម្រាប់បង្កើតទម្រដែលមានលក្ខណៈ static កំណត់ប៉ុន្តែมันមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់សុវត្ថិភាពឡើយគេចង់និយាយថាបិទតាអាគ្រឿងផ្គុំសំណង់ប្រភេទ A នេះបិទតាវាមានលក្ខណៈ static កំណត់មែន 3S ស្មើនឹង A បូក Z មែនណា
យើងរកមិញយើងរកទៅមិនឃើញ12ស្មើ12ចឹងណាអញ្ចឹងស្មើគ្នាបើស្មើគ្នាអញ្ចឹងវាជា static កំណត់ប៉ុន្តែបើយើងមើលឲ្យជាក់ស្ដែងទៅយើងឃើញអារូបនេះអាតំណងនេះវានៅកងលើអាវងមូលនេះហើយកន្លែងណាដែលមានវងមូលកន្លែងហ្នឹងគឺមានចលនាហើយអញ្ចឹងបាយថាធ្នឹមហ្នឹងអាចមានចលនាមកអញ្ចេះអាចមានចលនាមកអញ្ចេះវាអត់ជាប់គ្នាណាអញ្ចឹងធ្នឹមហ្នឹងអាចមានចលនានៅលើជើងរត់ទាំង3ហ្នឹងហើយអញ្ចឹងបើតើវាមានលក្ខណៈតែកំណត់ static កំណត់មែនប៉ុន្តែវាអាចមានចលនាអញ្ចឹងហើយបានគេថាវាមិនសម្រាប់គ្រឿងផ្គុំសំណង់ដែលស្មុគស្មាញទេអញ្ចឹងណាអូខេអានេះដូចគ្នាបើយើងគិតទៅដូចនេះមកណាប៉ុន្តែយើងមានចាំនៅគ្រូនិយាយមិញពីដំបូងវិញគ្រូគិតថាតំណងវិញចេះអាហ្នឹងគឺជាជើងចម្រោះប្រភេទទី1នេះរងមួយចេះចម្រោះប្រភេទទី1អញ្ចឹងទី1ដែរភាសាវាមានតំណងនេះនេះអញ្ចឹងអស់នេះតែនឹងគេហៅថាជើងចម្រោះប្រភេទទី1ដោយសារវាមានតំណួយហើយអង្ក្រៅមួយអញ្ចឹងហើយហ្នឹងគឺ A ស្មើនឹង1ដល់ពេលអាប៉ុណ្នេះទាំងអស់នេះគេគិតតាំងតំណងឲ្យផងមានតំណង2កន្លែងនេះ A ស្មើនឹង2ដល់ពេលអានេះតំណងវា3ពេលនេះ A ស្មើនឹង3ដែល A ហ្នឹងគឺជាកម្លាំងប្រតិកម្មនៅជើងតម្រោគឺជាចំនួនកម្លាំងប្រតិកម្មនៅជើងតម្រោអញ្ចឹងបើយើងបែរមកមើលអារូបជើងក្រោមនេះវិញដោយសារ system ហ្នឹងវាមានសសរឡើងអញ្ចឹងកន្លែងហ្នឹងគេហៅជាជើងតម្រោប្រភេទទី1វិញហើយនេះគេអាចហៅ2យ៉ាងអញ្ចឹងកន្លែងនេះអញ្ចឹងដោយសារមាន2ករណីអញ្ចឹងហើយបានគេថាវាមិនប្រកបដោយសារនេះវាស្មុគស្មាញនេះណាអញ្ចឹងពេលហ្នឹងគឺអាទាំងអស់នេះអាប៉ុណ្នេះគេហៅជើងតម្រោទី1នេះប៉ុណ្នេះជើងតម្រោទី1ដែរអញ្ចឹងបើនេះ x ស្មើនឹង3នេះអានេះ a ស្មើនឹង1 1 3ដងអញ្ចឹង3ស្មើនឹង3ដដែលនេះវាជាប់ដដែលប៉ុន្តែដល់ពេលគិតទៅហ្នឹងអាចមានចលនាអញ្ចឹងហើយបានគ្រឿងគុំសំណងស្មុគស្មាញគេត្រូវមានលក្ខខណ្ឌពិសេសមួយទៀតគូជាថាប្រហែលជាពួកយើងពិបាកយល់ទៅនឹងតិចតែអីចាំតិចទៀតវានឹងមានបន្តទៀតណាអូខេយើងបញ្ចប់មេរៀនយើងផ្លែតឥឡូវយើងមើលប្រភេទគ្រឿងផ្គុំសំណង់អាហ្នឹងពួកយើងមិនបាច់ចាំនិយាយទៀតនេះយើងបាននិយាយនេះហើយវាមានដូចជាសសរនឹមកម្រាលគ្រឹះហោហាយចឹងមកអញ្ចឹងប្រភេទគ្រឿងផ្គុំសំណង់ហ្នឹងគឺគេបង្កើតឡើងទៅតាមទម្រង់ធរណីមាត្រប្រភេទនៃការតភ្ជាប់គ្រឿងផ្គុំសំណង់និងប្រភេទជើងតម្រោរបស់គ្រឿងផ្គុំសំណង់ហើយគឺជាប្រសិទ្ធភាព static វាមានឥទ្ធិពលទៅលើគ្រឿងផ្គុំសំណង់ចឹងទី1ទម្រង់ធរណីមាត្រពួកយើងដឹងណាទី2គឺប្រភេទនៃការតភ្ជាប់យើងតភ្ជាប់ពីធ្នឹមអក្សររបៀបម៉េចទី3ប្រភេទជើងតម្រតែជើងតម្រហ្នឹងជើងតម្រប្រភេទទីប៉ុន្មានជើងតម្រប្រភេទទី1ទទួលបានកម្លាំង1ជើងតម្រប្រភេទទី2ទទួលបានកម្លាំង2ជើងតម្រប្រភេទទី3ទទួលបានកម្លាំង3ណាអញ្ចឹងទម្រង់ធរណីមាត្រនេះគេបែងចែកតទៀតណាគ្រឿងផ្គុំមានវិមាត្រ1គ្រឿងផ្គុំមានវិមាត្រ2គ្រឿងផ្គុំមានវិមាត្រ3អាពេលហ្នឹងពួកយើងយល់ណាគ្រឿងផ្គុំវិមាត្រ1ដូចសសរម្ដងនេះណាវិមាត្រ1នេះដល់គ្រឿងផ្គុំវិមាត្រ2អញ្ចឹងវាអាចមាន2ចេះហើយគ្រឿងផ្គុំវិមាត្រ3គេអាចមាន1 2 3ចេះអញ្ចឹងណាអញ្ចឹងបានថាវាមានវិមាត្រវានៅលើជាការវាមានវិមាត្រ1តែនៅលើ2ផ្សេងគ្នាអូខេអញ្ចឹងអានេះគូយើងអានតិចទៅមកចាំគូអានបន្ថែមមើលណាតែគូចង់និយាយថាធ្នឹមជាទម្រង់រឹងមាំដែលរៀបចំជាបន្ទាត់នឹងថាធ្នឹមហ្នឹងជាបន្ទាត់វិមាត្រ1ហ្នឹងណាគ្រោងចំហជាទម្រង់រឹងមាំ
រៀបចំនៅលើផ្ទៃរៀបមួយជាប់គ្នាទៅរឹងមាំគ្រោងបិទត្រាស់ធ្នឹមតងចេះនឹងធ្នឹមហ្នឹងណាដល់ពេលគ្រោងចំហនេះនេះចឹងធ្វើគ្រោងចេះនឹងចំហណាជើងតម្រវាអញ្ចឹងវាជាប់នេះឡើយនេះកន្លែងចំហឡើយនេះណាដល់ទី3គ្រោងបិទអានេះគ្រោងបិទគឺគេត្រាស់ហើយបានសសរត្រវាទីហោណាអញ្ចឹងនេះគេគ្រោងបិទនេះតែខ្មែរយើងហៅ firm ពាក្យបារាំងណាហើយដល់ពាក្យអង់គ្លេសគេហៅ trust គេហៅគ្រោងបិទអូខេគ្រូបានទទួល Telegram មិញគេថាសូមជម្រាបជូនដំណឹងដល់លោកគ្រូអ្នកគ្រូទាំងអស់ស្អែកសាលាមានប្រារព្ធពិធីទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិឆ្នាំសរសាញ់នៅក្រោមសាលកញ្ចក់ពួកយើងស្គាល់សាលកញ្ចក់ឯងសង្ឃសាលាចាស់នេះក្នុងន័យនេះសូមលោកគ្រូអ្នកគ្រូសម្រាប់ក្នុងការបង្រៀនមួយព្រឹកដើម្បីលោកគ្រូអ្នកគ្រូនិងនិស្សិតចូលរួមកម្មវិធីដោយរៀបរាប់ខាងលើរីឯពេលរសៀលដំណើរការធម្មតាទៅតាមកាលវិភាគរៀងៗខ្លួនអូខេអញ្ចឹងស្អែកពួកយើងឈប់បានមួយព្រឹកតែអត់មានចំម៉ោងគ្រូណាគូសុំមើលមួយទៀតអូខេមានប៉ុណ្្នឹងអញ្ចឹងពួកយើងស្អែកសម្រាប់បានមួយព្រឹកពួកយើងមានម៉ោងរៀននឹងស្អែកព្រឹកមានលោកគ្រូអញ្ចឹងសម្រាប់បានមួយព្រឹកតែសម្រាប់ទៅអីមកគង់រៀនសងដដែលអូខេប្រធានថ្នាក់ជួយធ្វើវត្តមានផងប៉ុន្តែឥឡូវចេះយើងមានបញ្ហាមួយវត្តមានណាប្រធានថ្នាក់ពេលស្រង់វត្តមានហើយថតផ្ញើមកគូមកប៉ុន្តែសុំយកអានឹងទៅដាក់នៅសាលាផងណាគេមានកន្លែងគេដាក់វត្តមានមកនិស្សិតណាព្រោះចូលមានទី1មុនហ្នឹងគូ forward ទាំងអស់ឲ្យគេទៅគឺថាមើលម្ដងច្រើនពេកអញ្ចឹងវាយូរអញ្ចឹងពួកយើងប្រធានថ្នាក់ពេលទៅរៀននៅសាលាយកវាទៅញុកចូលនៅប្រអប់ដែលគេដាក់ហ្នឹងទៅណាខ្ញុំដាក់នៅនឹងរហូតហ្នឹងអូខេចាំបែបមានពួកយើងអត់ដាក់តែមិនទេអរគុណច្រើនអញ្ចឹងអរគុណអូខេយើងបញ្ចប់ប៉ុណ្្នឹងយើងជួបគ្នានៅម៉ោងក្រោយទឹកក្រោយទៀតណាអញ្ចឹងពួកយើងរៀនតាមអាទិត្យក្រោយទៀតយើងចូលឆ្នាំហើយតាមតំណឹងគូលឺសូតឲ្យដូចជាឈប់ថ្ងៃឈប់ចាប់ពីថ្ងៃទីឈប់ចង់ផ្លែតគេឈប់ចាប់ពីថ្ងៃ4ទៅថ្ងៃ4ថ្ងៃ5ថ្ងៃ4មិនដឹង5មិនដឹងបើយ៉ាងថ្ងៃ5ថ្ងៃឈប់ថ្ងៃ5ទៅអញ្ចឹងពួកយើងនៅរៀនមួយអាទិត្យក្រោយទៀតហើយយើងសម្រាប់ចូលឆ្នាំទៀតណាអូខេជូនពរពួកយើងទាំងអស់គ្នាដែលបានប្រឡងសងជាប់ទាំងអស់គ្នាហេប៉ុន្តែជាប់មានក្រោយនេះពិបាកជាងមុនឆ្ងាយណាពួកយើងត្រូវប្រយ័ត្នប្រយែងតែប្រហែលទៅប្រឡងសងទៅđâyហើយមានថ្នាក់កប្រឡងសងច្រើនជាងគេលេងចង់មួយថ្នាក់ហើយណាជាប់បានតែ2 3នាក់មិនចឹងមិនជាប់បានមើលតុលា1សុភត្រាជាប់បានតែ3នាក់មួយថ្នាក់ហើយនឹងគិតឆាមិនតែ3នាក់អូខេអញ្ចឹងឆ្នាំក្រោយប្រយ័ត្នប្រយែងទៀតណាពួកយើងចូលរៀនទៀងទាត់ម៉ោងពួកយើងចូលយឺតជាងគ្រូចូលហើយនេះ
គូទុកពេល5នាទីរហូតមុនបង្រៀនគូតម៉ោង7:35មកគូបង្រៀនគូមកទាំងអស់គូទុកពេល5នាទីទាំងអស់អញ្ចឹងពួកយើងគ្នាតិចណាស់ដែលចូលបានម៉ោងគត់តាមកម្មវិធីណាយ៉ាងច្រើនណាស់5-6នាក់អូខេអរគុណអ្នកប៊ូយើងបានចូលស្ដាប់គូនិយាយជួបគ្នានៅម៉ោងក្រោយទៀតចឹងគូបិទ share នេះប៉ុណ្ណេះ